ឥឡូវនេះមិនបងអង្គយូយើងចាប់ផ្ដើមតែម្ដងខ្ញុំចាប់ផ្ដើមទូទាយនៅរាសីប្រចាំខែមិនិនាសម្រាប់អ្នកកើតឆ្នាំជូតលោកអ្នកដែលកើតឆ្នាំជូតរាសីលោកអ្នកប្រចាំខែមិនិនាយើងមានលេខសំណាងគឺលេខ829ហើយពណ៌សំណាងគឺពណ៌ក្រហមបងប្អូនដែលកើតនៅឆ្នាំជូតខមមិនលេខសំណាងគឺលេខ829 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ829ហើយពណ៌សំណាងពណ៌ក្រហមណាអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូតឬមួយក៏មានស្វាមីភរិយាកូនដែលកើតឆ្នាំជូតចង់ឲ្យរាសីគាត់ឡើងគាត់មិនបានមើលក៏យើងអាច comment លេខសំណាងជំនួសគាត់បានអញ្ចឹងអ្នកកើតឆ្នាំជូតយើងកុំអាលគិតរឿងយ៉ាងម៉េចយើងដំបូងគឺយើង comment លេខសំណាងគឺលេខ829ហើយពណ៌សំណាងយើងអាចពាក់អាវក្រហមចាប់ពីថ្ងៃស្អែកទៅពីព្រោះពណ៌ក្រហមគឺជាពណ៌នាំលៀបសំណាងជូនលោកអ្នកអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតលេខសំណាងគឺលេខ829ពណ៌សំណាងពណ៌ក្រហមដើមខែមិនិនាចូលមកដល់អ្នកកើតឆ្នាំជូតសូមថែរក្សាសុខភាពបន្តិចពីព្រោះថាសុខភាពរបស់លោកអ្នកគឺមិនសូវជាល្អប្រសើរប្រហែលទេណាបាទអញ្ចឹងសូមថែរក្សាសុខភាពបើសុខភាពយើងល្អអាហ្នឹងយើងអត់មានបញ្ហាអីទេប៉ុន្តែបើសុខភាពយើងអត់ល្អអ្នកកើតឆ្នាំជូតដើមខែប្រឈមទៅនឹងជំងឺហើយជំងឺហ្នឹងឈឺធ្ងន់ទៀតហើយឈឺហ្នឹងមិនមែនឈឺតែកាយទេឈឺទាំងចិត្តទៀតអញ្ចឹងថែរក្សាទាំងផ្លូវចិត្តទាំងផ្លូវកាយបើឈឺចិត្តអាហ្នឹងបបាក់ព្យាបាលបើឈឺកាយអាហ្នឹងស្រួលណាទៅពេទ្យឈឺអីយើងមើលលងទៅឧទាហរណ៍ថាឈឺបេះដូងយើងមើលបេះដូងឈឺសួតយើងមើលសួតប៉ុន្តែឲ្យជំងឺផ្លូវចិត្តហ្នឹងគឺយើងមើលអត់ជាទេអញ្ចឹងអ្នកកើតឆ្នាំជូតខ្ញុំសូមជម្រាបជូនដល់លោកអ្នកបន្តិចគឺដើមខែលោកអ្នកនឹងមានបញ្ហាផ្នែកសុខភាពហើយចំណែកឯអារម្មណ៍ផ្លូវចិត្តផ្លូវកាយក៏អត់សូវល្អដែរចេះតែមួម៉ៅចេះតែខ្វល់ខ្វាយចេះតែគិតច្រើនរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរកើតទុកក៏កើតទុកអញ្ចឹងអ្នកដែលកើតឆ្នាំជូតយើងសម្គាល់មើលខ្លួនយើងចូលមកដល់ខែមិនិនាភ្លាមគឺយើងមិនសូវជាសប្បាយចិត្តសប្បាយគំនិតសบายខ្លើមប្រមាណទេទី1ចំណែកចំណុចទី2ថែរក្សាសុខភាពពីព្រោះថាសុខភាពរបស់យើងនៅក្នុងឆ្នាំជូតដើមខែសុខភាពអត់ល្អទេអាចឈឺអាចមានបញ្ហាហេវហត់អស់កម្លាំងឬមួយអន្ទះអន្តែងហើយក៏មានបញ្ហាមួយចំនួនទៀតផងដែរអញ្ចឹងអ្នកដែលកើតឆ្នាំជូតដែលកំពុងមើលអ្នកខ្លះអត់ទាន់ឈឺទេអ្នកខ្លះឈឺរួចទៅហើយអញ្ចឹងសូមថែរក្សាសុខភាពឲ្យបានគត់មុតឲ្យបានមែនតែនហើយរក្សានៅផ្លូវចិត្តផ្លូវកាយសមាធិរងាប់ចិត្តណាពីព្រោះថាលេខយើងអ្នកកើតឆ្នាំជូតចិត្តអត់សូវរឹងមាំប្រហែលទេណារៀងមួម៉ៅក្តៅក្រហាយបន្តិចហើយកុំទៅខ្វល់ជាមួយនឹងអ្នកណាអ្នកណាគេនិយាយអីក៏និយាយទៅអ្នកណាគេថាអីថាទេយើងមិនបាច់ខ្វល់ទេទោះបីជាមានសត្រូវមកប៉ុនប៉ងយាយយើងដល់កម្រិតណាក៏ដោយក៏មិនអាចយកឈ្នះយើងបានដែរអញ្ចឹងអ្នកដែលកើតឆ្នាំជូតសូមរក្សាផ្លូវចិត្តឲ្យរឹងមាំបន្តិចដើមខែមិនិនានេះបើសិនជាខឹងខុសខឹងខាតទេណាអញ្ចឹងយើងប្រើពាក្យសម្ដីអីដោយសម្រួលនិយាយដោយស្រួលណាកុំមានការក្រាវក្រោធអីណាបាទអញ្ចឹងសូមថែរក្សាសុខភាពហើយទី2រងាប់ផ្លូវចិត្តឲ្យបានល្អហើយអ្នកដែលកើតឆ្នាំជូតទៀតសោតនៅក្នុងខែមិនិនានេះបាទនៅក្នុងខែមិនិនានេះពីថ្ងៃ8ដល់ថ្ងៃទី12ពីថ្ងៃទី18ពីថ្ងៃ8ដល់ថ្ងៃ12រឿងរ៉ាវដែលកន្លងមកដែលរាំងស្ទះរឿងរ៉ាវដែលជួបបញ្ហាយើងត្រូវដោះស្រាយបានអញ្ចឹងបានន័យថាជីវិតមានដំណោះស្រាយណាបងប្អូនណាបាទអ្នកកើតឆ្នាំជូតពីថ្ងៃ8ដល់ថ្ងៃ12តាមជើងលេខគេថាជីវិតមានដំណោះស្រាយអញ្ចឹងយើងរាំងស្ទះយើងមានបញ្ហាយើងជួបឧបសគ្គយើងជួបនៅរឿងរ៉ាវកន្លងមកយើងដោះស្រាយអត់ចេញយើងមានបញ្ហាច្រើនដែលត្រូវកើតឡើងដល់ថ្ងៃ8និងថ្ងៃពីចន្លោះថ្ងៃ8ដល់ថ្ងៃ12អ្នកកើតឆ្នាំជូតនៅក្នុងខែមិនិនានេះអាចមានផ្លូវសម្រាប់ដោះចេញអញ្ចឹងយើងដែលកំពុងតែជួបនៅបញ្ហាស្មុគស្មាញយើងកំពុងតែជួបនៅរឿងរ៉ាវដែលសៅមងមិនល្អអីជាដើមនោះលោកអ្នកអាចដោះស្រាយចេញណាចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី12រឿងមិនល្អរឿងដែលរាំងស្ទះរឿងដែលកង្វល់អីក៏អាចដោះស្រាយចេញបានមួយចំនួនធំផងដែរអញ្ចឹងសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំជូតសូមឲ្យរួចផុតអំពីទុក្ខអំពីភ័យអំពីរឿងមិនល្អទាំងឡាយឲ្យអស់នៅសេចក្តីទុក្ខសេចក្តីសោកទៅបាទឲ្យហេងឲ្យកាក់កបឲ្យល្អអញ្ចឹងទៅណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំជូតទៀតសោតចាប់ពីថ្ងៃទី19ដល់ថ្ងៃទី23លោកអ្នកដែលកើតឆ្នាំជូតពីថ្ងៃ19ដល់ថ្ងៃទី23លោកអ្នកលក់របស់ដាច់បាទលោកអ្នកលក់របស់ដាច់អ្នកមានរបស់ដែលចង់លក់គឺលក់ដាច់អ្នកដែលមានមិនមានរបស់ចង់លក់ក៏អាច
មានលៀបមានសំណាងក៏អាចហេងក៏អាចកាក់កបដោយប្រការណាមួយផងដែរដូច្នេះអ្នកដែលកើតឆ្នាំជូតចន្លោះពីថ្ងៃ19ដល់ថ្ងៃទី23លក់របស់ដាច់លក់របស់ដាច់ហ្នឹងបានន័យថារបស់ដែលយើងដាក់លក់ឬមួយក៏យើងចង់លក់យូរហើយលក់មិនដាច់ឥឡូវនេះគឺដល់ពេលដែលយើងលក់ដាច់វិញណាបាទអញ្ចឹងលោកគ្រូខ្ញុំអត់មានរបស់លក់យ៉ាងម៉េចដែរអញ្ចឹងអ្នកដែលកាត់ឆ្នាំជូតបើមានរបស់លក់ដាច់ហើយបើអត់របស់ក៏មានលៀបមានសំណាងរកស៊ីបានផលចំណេញហើយក៏កាក់កបហើយក៏រីកចម្រើនហើយក៏ទទួលបាននៅលៀបសំណាងច្រើនចូលមកផងដែរបាទអ្នកដែលកាត់ឆ្នាំជូតចុងខែមិនិនាចូលមកដល់ចាយលុយឲ្យត្រូវខ្ទង់ណាព្រោះលេខគេថានឹងមានការខ្វះខាតបាទនឹងមានការខ្វះខាតឬមួយក៏ស្ទះលុយបាទស្ទះលុយណាចុងខែអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំជូតចុងខែមិនិនាគឺយើងចាយលុយដោយរដ្ឋបិទចាយលុយដោយគេហៅថាសន្សំសំចៃបើយើងមិនរដ្ឋបិទបើយើងមិនសន្សំសំចៃទេអានឹងយើងនឹងមានបញ្ហាសេដ្ឋកិច្ចមានបញ្ហាសេដ្ឋកិច្ចហ្នឹងបានន័យថាលុយកាក់យើងចាយអត់ផុតណាបាទលុយដែលត្រូវចាយវាស្ទះវាអត់មានលុយចាយវាអត់មានលុយចំណាយវាអត់មានលុយអីមួយដើម្បីដោះស្រាយអញ្ចឹងអ្នកកើតឆ្នាំជូតចុងខែមិនិនានឹងមានគេហៅថាការខ្វះខាតប៉ុន្តែបើយើងបានដឹងមុនដោយលោកគ្រូបានជំរាបជូនលោកអ្នកគឺលោកអ្នកនឹងលែងមានបញ្ហាខ្វះខាតទេពីព្រោះយើងនេះណាកូនចៅណាបាទយើងគេហៅថារដ្ឋបတ်រិះខំទៅគឺនឹងមានល្អមកវិញហើយនឹងបានដោះស្រាយរួចទេណាបងប្អូនណាបាទអញ្ចឹងបងប្អូនកូនក្មួយដែលកើតនៅឆ្នាំជូតយើងគិតមើលចុងខែមិនិនាគឺយើងត្រូវតែចាយវាយដោយការរឹតបិទបន្តិចណារិះខំបន្តិចពីព្រោះថាចុងខែយើងអាចមានវិបត្តិសេដ្ឋកិច្ចបែរថាលុយយើងចាយអត់គ្រប់ឬមួយយើងចាយលើសចំណូលណាអញ្ចឹងរបស់ណាដែលគួរចំណាយចាំចំណាយរបស់ណាដែលមិនគួរចំណាយមិនគួរចំណាយទេបងប្អូនកូនក្មួយអ្នកកើតឆ្នាំជូតលេខសំណាងគឺលេខ829ពណ៌សំណាងគឺពណ៌ក្រហមអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូត comment លេខ829 share វីដេអូ3ដុតដាក់លេខ829លោកអ្នកមានលៀបមានសំណាងហើយប្រើពណ៌ក្រហមដែលជាពណ៌ហេងសម្រាប់នៅក្នុងខែមិនិនានេះឥឡូវនេះចប់ពីជូតខ្ញុំសូមទូទាយចូលដល់ឆ្នាំឆ្លូវបងប្អូនដែលកើតនៅឆ្នាំឆ្លូវណាបាទរាសីរបស់លោកអ្នកប្រចាំខែមិនិនាលោកអ្នកដែលកើតឆ្នាំឆ្លូវសូមលោកអ្នក comment លេខសំណាងគឺលេខ458លេខ458គឺជាលេខនាំលៀបលេខនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវចំណែកពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវគឺលោកអ្នកប្រើពណ៌ខៀវលោកអ្នកទាំងអស់ដែលកើតនៅឆ្នាំឆ្លូវសូមលោកអ្នក comment នៅលេខសំណាងគឺលេខ458ពណ៌សំណាងគឺពណ៌ខៀវណាបាទលោកអ្នកដែលមានបងប្អូនឬមួយក៏ខ្លួនឯងឬមួយក៏ស្វាមីកូនដែលកើតនៅឆ្នាំឆ្លូវយើងអាច comment ជំនួសគាត់បានដាក់លេខ458 share វីដេអូលោកគ្រូមហាជុំដាក់លេខ458ហើយពណ៌សំណាងគឺពណ៌ខៀវបងប្អូនណាបាទយើងយកទៅពាក់ស្អែកនេះយើងអាចរកឲ្យពណ៌ខៀវពាក់ដើមខែនាំលៀបសំណាងចូលមកផ្ទួនជូនដល់លោកអ្នកដែលកើតឆ្នាំឆ្លូវរាសីប្រចាំខែមិនិនាដល់ខែចូលមកដល់លោកអ្នកនឹងមានបញ្ហាពិបាកចិត្តនឹងមានបញ្ហាមិនសូវសប្បាយចិត្តតបប្រមល់ខ្វល់គិតច្រើនដោយសារអីដោយសារតែរឿងនេះមិនមែនកើតឡើងដោយខ្លួនឯងទេរឿងនេះគឺកើតឡើងដោយសារបងប្អូនបាទដោយសារបងប្អូនសាច់ញាតិហ្នឹងណាគេនាំរឿងនាំហេតុមកដល់យើងធ្វើឲ្យយើងនឹងមានបញ្ហាកើតឡើងធ្វើឲ្យយើងនឹងមានរឿងមិនល្អកើតឡើងអញ្ចឹងដើមខែចូលមកដល់គឺខែមិនិនានេះអ្នកកើតឆ្នាំឆ្លូវដើមខែនិយាយពីស្មុគស្មាញមហាកំពូលបាទអត់សប្បាយចិត្តទេអត់រីករាយទេពិបាកទាំងចិត្តពិបាកទាំងកាយមានបញ្ហាគិតមិនចេញដោះស្រាយមិនចេញជួបតែឧបសគ្គដោយសារអីដោយសារតែបងប្អូននាំរឿងចូលមកដល់យើងបាទបងប្អូនហ្នឹងមិនថាបកើតមិនថាចដូន1ចដូន2នាំបញ្ហាមកដល់យើងយើងរាល់ថ្ងៃនេះកើតឆ្នាំឆ្លូវហ្នឹងចង់ឈួតចង់គេហៅថារីងរៃហើយឥឡូវនេះវាថែមទាំងមានបន្ទុកចូលមកឲ្យយើងកពុលមុខដោះស្រាយទៅទៀតអញ្ចឹងយើងត្រូវជួបបាទយើងត្រូវជួបនៅក្នុងខែ2នេះខែ3នេះបាទខែ3នេះគឺត្រូវជួបនៅបញ្ហាដែលខ្ញុំបានជំរាបជូនលោកអ្នកនឹងពីថ្ងៃទីដើមខែនឹងតែម្ដងគឺមានរឿងស្មុគស្មាញអញ្ចឹងរឿងស្មុគស្មាញហ្នឹងតែយើងអាចដោះស្រាយចេញដែរឬអត់ចម្លើយឆ្លើយថាដើរមួយជំហានគិតមួយជំហានបាទចម្លើយឆ្លើយថាដើរមួយជំហានគិតមួយជំហានមិនមែនថាឲ្យវាចប់ថ្ងៃហ្នឹងឯងអត់ចប់ទេរឿងអីក៏ដោយណាយើងដើរមួយគិតមួយអញ្ចឹងរឿងវាកើតហើយសម្បាក់ចិត្តហើយអត់រីករាយហើយអញ្ចឹងយើងក៏ដើរមួយជំហានគិតមួយជំហានអ្វីវានឹងល្អប្រសិនបើយើងយកបញ្ហាមកដោះស្រាយហើយបើយើងគិតពីបញ្ហាអាហ្នឹងបញ្ហានៅតែមានបាទអត់អាចដោះស្រាយចេញបានទេមុនក្រោយគង់តែ
chuột tờ đài chân bây giờ bó hành năng lên ấy chân đàm khai dương bị bạn chấtโดยสารเรื่องบองโอนคลาเรื่องครูนายคลาเรื่องสัญญาคลาเรื่องโกนใจคลาจังส่งจมเบียบบรรณาจูบเรื่องหนึ่งให้ก็ดอกสายเตอร์ให้บรรณามันตอนจูบเต้บ่มีบองโอนไอ้นอมเรื่องนอมตกนอมหลงบ้าไอ้นั้นเหม็นไทยยืงโชว์ออฟไลน์มือเลยปันไตยืงกูเกิดมืออมปีครูนไอ้พองแต่ยืงอาจุยเก๋หรือมวยก็จุยครูนไอ้จังมนุษย์อัตมานิยมเธอจุยครูนไอ้มุนให้จำจุยเก๋คอยนะบองโอนนะบ่าปันไตมนุษย์ชนะเฉลยก็ให้ทำมนุษย์เรื่องม้อมมนุษย์ผู้กายมนุษย์จังตูเหตุแต่จังเธอหอนติดใจไปคลาดดังตะครูนอันเตอร์อรู้ยี่ปันไตในแต่บอลตอช่วยเก็บต่อติดจังบองโผล่ลูกเนี่ยส่งเอาสกสบายให้ดอกเสียจังรอเอาไว้กรุบยางบ้าเนี่ยในการนำเฉลยปีไงผมบ้วนบอลไงดอกใบจะรอปีไงบ้วนบอลไงดอกใบบองโผล่กอดสมควรมือนะบานยกบานจะมีไงคล้ายกอดตกผมครูคลายจีเรียบนึกบานในทางปีไงดาวคลายนึกบ่าดาวคายนั่งยืงมันเวียนเหืองยืงมันเวียนปัญหาเกิดเลยโดยซาแต่บองพระโอนโดยซาแต่เนี้ยจัดสนับบอกยืงนึงรอเรื่องยืงถือบาปยืงเอายืงนึงเมียนตุกเมียนหลงบะเมียนเพยเมียนปรุยเกิดเลยปันท้ายจะรอปีไงผมบ้วนดอกไงดอกใบคายกุมแพเอาคายมีเนียปีไงผมบ้วนดอกไงดอกใบคายมีเนียนี่ยืงใบจีมินเลียบพมโจลเมาวิ่งนะดาวคายสมกสมาอย่างเงี้ยไงเสียบแต่ปีไงผมบ้วนดอกไงดอกใบจะรอไงนั่นคือเมียนเลียบพมโจลเลียบนั่นเลียบมันนึกสมานนะบองโอนนะไปคลาทั้งออกสังคมให้มันนึกสมานทำเบียวเมาเต้จังเนี่ยได้การนำเฉลยปีไงผมบ้วนดอกไงดอกใบลูกเนี่ยนึงเมียนเลียบพมโจลให้สู้แต่เลียบนั่งเลียบเอาไว้ยอมอัดดังเต้ยอมดังถ่ายเลียบทมอันนั้นเมียนลอยโจลเมียนไอโจลจังเตอร์หรือมวยกอตัวบานถนักดำนักตัวในตีหรือมวยกอไอดังเนี้ยดังท้าจะรอปีไงผมบ้วนดอกไงดอกใบลูกเนี่ยนั่งเมียนเลียบทมโจลบอกโอนนักบาทจังจะมือเลียบทมนั่งเลียบไอเก๋จำอุดมือแต่งออกนี่จังสมจูนเป้าดอกเนี่ยในการนำเฉลยนั่งบาเฮียงกะล็อกติ๊กเรียใส่สมัยใครมีเนี่ยเนี่ยการนำเฉลยดาวคล้ายปะบะจัดปันเนี่ยคล้ายเหมือนปะบะจัดดาวคล้ายเต้ปะบะจัดตั้งปีจงคายมองไหมจงคายปีนะโจมาลองคายไม่ในแต่ปะเตียนปันใต้ครูในขนมเลียบครูปลายคลายตีจินเลียบจังดาวคายปะจัดเสียบแต่โจมาดอลไงปุ่มบุญดอลไงดอกใบเสียบแต่เมียนเลียบทมตู้โจมาจังสบายจัดอย่างเยี่ยมแต่ตัวเดียวยังจำมือถ้าตายังเมียนเลียบทมไอให้จังเนี่ยการนำเฉลยจำมือนะซองต่างออกเนี่ยปะบานเลียบทมมันนั่งใจเล็กแบบลูกครูมหาจุ่มพองจังสมจุนเป้าอ่อยบานซอกสบายอ่อยบานกะกบอ่อยบานเฮงอ่อยบานละอ้อเฮยอ่อยบานจุกจีแต่ออกนี่นะบองโอนนะเนี่ยในการในชนำเฉลยบ่าเนี่ยในการชนำเฉลยต่างได้ปีไงตีหมอกเพย์รอไงหมอกเพย์บุญบ่าเนี่ยการชนำเฉลยต่างได้ปีไงตีหมอกเพย์รอไงตีหมอกเพย์บุญลูกเนี่ยหนึ่งตัวบานกระโดปีปได้บานกระโดปีกูสไนบานกระโดปีเนี่ยจิตีสลังนะบองโอนนะบ่าจังปีไงตีหมอกเพย์รอไงหมอกเพย์บุญลูกเนี่ยในการในชนำเฉลยหนึ่งตัวบานกระโดปีปได้บานหนึ่งตัวบานกระโดปีปได้หรือไม่ตัวบานกระโดปีกูสไนปีเนี่ยจิตีสลังในจงวิงคลูนจังเมียนเลียบเฉิดนะเนี่ยการนำเฉลยปีไงตีหมอกเพย์ดอนไงตีหมอกเพย์บุญตัวบานกระโดปีปได้หรือไม่ก็เนี่ยได้จิตีสลังไอ้ลูกขู่ยมอัพได้ยมอัพเนี่ยจิตีสลังจังบานเนี่ยนาเอาปีโกนก็เจนเนี่ยจิตีสลังบ่ยืงได้จังปีเนี่ยได้สลังยืงนะจังยืงเมียนเลียบยืงเมียนสำนักโฮโจลปีไงตีหมอกเพย์ดอนไงตีหมอกเพย์บุญบานกระโดปีปได้หรือไม่บานปีเนี่ยจิตีสลังบานอัพสมไม่ก่อนเลยท่าเพียบลูกขู่พองลูกขู่ไงนั่งยมบานกระโดเป็ดแมนบ่าจังจูนเป้าไอเฮงไอกะกบต่างออกนี้สำหรับลูกเนี่ยได้เกิดในชนำเฉลยบ่าเนี่ยในการชนำเฉลยต่อได้ในจงคายมีนี่ลูกเนี่ยไทยรักษาสุขภาพติดนะบองโอนนะบ่าผู้ตามเชิงเล็กกิจจอมกายบกจอมดามตรุงจังอาจเมียนจงงือนั่นชื่อเปียปอนจงมวยนังเพลิงดังห้าวหรือมวยก้อจงงือใบโดมหรือมวยก้อจงงือดัดทรายบ่าจังบองโอนในการในชนำจุดในจงคายมีเนี้ยส่งไอ้บองโอนคงมวยไทยรักษาสุขภาพไอ้บานจราติจีพิเศษปัญหาหนึ่งดามตรุงบางปัญหาดามตรุงบางในท่าสุขภาพมองยืงนั่งนะเพลิงดังหามหรือมวยเกาะใบโดงหรือมวยเกาะจึงงือประดับไส้แต่เปียกปอนจมวยนั่งจอดังหามจังในจงคายใบเนี่ยการนำเฉลยถือประหยัดสุขภาพประหยัดนั่นคือประหยัดบาในเพลิงดังหามหรือขยมบานจมีบจูนจังนั้นนะบองโอนนะบาประหยัดเพลิงดังหามติดจังบองโอนได้กำปงตามดานตุสนานึงคือสมเอาไทยรักษาสุขภาพในจงคายโจลมาบอลจังเนี่ยการนำเฉลยโดยลูกหูมหาจุมบานจุมบีบจูนลูกเนี่ยจังคือท่าจงคายถือประหยัดติดสุขภาพจีบไปซะจึงงือใบโดงจึงงือเพลิงดังห้าม
ឬមួយក៏ជំងឺផ្ដាសាយពាក់ព័ន្ធជាមួយខ្យល់ដកដង្ហើមឬមួយថប់ដង្ហើមណែនទ្រូងណាអានឹងត្រូវថែរក្សាបន្តិចបាទចូលដល់ខាលលោកអ្នកដែលកើតនៅឆ្នាំខាលសូមលោកអ្នកខមមិនលេខសំណាងគឺលេខ798បាទផ្សេងហងឆាតចូលរតនាថងកូនឯងឆាតចូលពេកណាខ្ញុំអត់ទទួលតាម comment ទេបាទប្រយ័ត្នមានអ្នកណា call ទៅអីប្រយ័ត្នចំអ្នកបោកប្រាស់ខ្ញុំសូមលុប comment រតនាចោលបាទអញ្ចឹងតាឥឡូវនេះយើងបន្តបាទដល់លោកអ្នកដែលកើតនៅឆ្នាំខាលរាសីប្រចាំខែមិនិនារាសីរបស់អស់លោកអ្នកលេខសំណាងគឺលេខ798លេខ798ចំណែកពណ៌សំណាងគឺពណ៌លឿងលោកអ្នកដែលកើតនៅឆ្នាំខាលសូមលោកអ្នក comment លេខសំណាងគឺលេខ798ពណ៌សំណាងគឺពណ៌លឿងណាបាទបងប្អូនមានកូនមានស្វាមីមានបងប្អូនដែលកើតនៅឆ្នាំខាលទោះបីជាយើងមិនមែនឆ្នាំខាលក៏ដោយយើងអាច comment យកហេងជំនួសឲ្យគាត់បានណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលលេខសំណាង798ពណ៌សំណាងពណ៌លឿងរាសីប្រចាំខែមិនិនាដើមខែចូលមកដល់លោកអ្នកដែលកើតឆ្នាំខាលអត់មានលុយទេគេដើមខែមានលុយប៉ុន្តែយើងដើមខែយើងអត់លុយអញ្ចឹងអ្នកដែលកើតឆ្នាំខាលរៀងតឹងតែងរឿងលុយកាក់បន្តិចបាទអញ្ចឹងយើងធ្វើម៉េចលុយវារាំងស្ទះហើយអញ្ចឹងយើងចាយវាដោយការរឹតបន្តឹងហើយឈប់ចិត្តល្អតទៅទៀតអ្នកកើតឆ្នាំខាលគឺជាមនុស្សដែលចិត្តល្អណាស់សុខចិត្តឲ្យគេខ្ចីសុខចិត្តលំបាកសុខចិត្តធានាឲ្យគេខណៈដែលខ្លួនឯងនឹងចិត្តឈួតហើយខណៈដែលខ្លួនឯងនឹងគឺវេទនាហើយអញ្ចឹងឥឡូវនេះកុំវេទនាតទៅទៀតជាមេរៀនយើងត្រូវចាំថាប្រសិនបើយើងមានអានឹងគឺយើងចែកម្លែកឲ្យគេប៉ុន្តែបើយើងមិនមានអានឹងគ្មានអ្នកណាមួយគេចែកម្លែកឲ្យយើងទេសូម្បីតែសាច់ញាតិបកើតនឹងក៏បោះបង់យើងចោលសូម្បីតែអ្នកដែលជាទីស្រឡាញ់ក៏បោះបង់យើងចោលចឹងយើងកំពុងតែពិបាកហើយឥឡូវនេះរៀនធ្វើមនុស្សអាត្មានិយមសិនណារៀនធ្វើមនុស្សអាត្មានិយមសិនអ្នកដែលកើតឆ្នាំខាលរៀងតឹងតែងបន្តិចនៅពេលឥឡូវនេះអត់សូវល្អអត់សូវកាក់កបអត់សូវរីកចម្រើនប្រមាណទេជាពិសេសបញ្ហាលុយកាក់ស្ទះជាទម្ងន់អត់សូវល្អទេណាបាទអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំខាលសូមចិត្តសូមឲ្យបងប្អូនកូនក្មួយមេត្តាអត់ធ្មត់ហើយយើងខំប្រឹងបន្តទៅទៀតពីព្រោះថាដើមខែមកនេះអ្នកកើតឆ្នាំខាលគឺមិនសូវជាល្អប្រមាណទេពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ចឹងអត់ធ្មត់ណាប្រឹងបន្តទៅទៀតដើមមួយជំហានដោះស្រាយមួយជំហានអ្នកកើតឆ្នាំខាលបងប្អូនណាបាទសូមជំរាបជូនថាដើមខែចូលមកដល់យើងមានវិបត្តិសេដ្ឋកិច្ចជាទម្ងន់អ្នកកើតឆ្នាំខាលអ្នកកើតឆ្នាំខាលនឹងមិនមែនទៅពិបាកខែ3នេះទេណាបើនិយាយពីខែ2អ្នកកើតឆ្នាំខាលរៀងមិនសូវល្អប្រហែលទេរៀងគេហៅថាមានបញ្ហាច្រើនចូលមកដល់ខែ3ហ្នឹងដើមខែអត់ទាន់រួចទៀតនៅមានបញ្ហាស្មុគស្មាញចូលមកបន្ថែមទៀតប៉ុន្តែយើងបន្តទៅមុខមើលទៀតថាតើចន្លោះទៅថ្ងៃបន្តទៀតតើអ្នកកើតឆ្នាំខាលនឹងអាចនឹងមានរឿងអ្វីកើតឡើងបាទអញ្ចឹងដូចអាវីមានលៀបគាត់ថាត្រូវម្លេះលោកគ្រូអើយតើពេលណាទើបរួចផុតទុកនឹងគេជូនពរឲ្យបានល្អចំណែកឯកូនបេះដូងថ្មអីក៏ត្រូវម្លេះលោកគ្រូចង់ស្ដាប់ហើយបាទអញ្ចឹងដើមខែយើងមានវិបត្តិសេដ្ឋកិច្ចយើងអត់មានលុយយើងរាំងស្ទះលុយសងគេផងលុយស៊ីផងលុយចាយផងលុយបំណុលផងអូរញ៉េរញ៉ៃច្រើនបាទអញ្ចឹងរៀងកើតទុកបន្តិចស្ទះឲ្យអ្នកកើតឆ្នាំខាលប៉ុន្តែដូចជាមិនមានបញ្ហាអីទេជូនពរឲ្យបានរួចណានៅទុកសោកភ័យព្រួយទាំងឡាយហើយអ្នកកើតឆ្នាំខាលនឹងបន្តទៅទៀតចន្លោះពីថ្ងៃទី19ដល់ថ្ងៃទី23បាទអ្នកកើតឆ្នាំខាលចន្លោះពីថ្ងៃ19ដល់ថ្ងៃទី23គឺបាទសំទោសណាលោកអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី8ដល់ថ្ងៃទី12មិនច្រឡំសំទោសបាទលោកអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី8ដល់ថ្ងៃទី12បាទមានលៀបបាទមានលៀបហ្នឹងបានថាមានលុយមានលៀបមានលុយបាទលោកអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី8ដល់ថ្ងៃទី12លោកអ្នកនឹងមានលៀបមានលុយមានលៀបហ្នឹងលៀបលុយទៀតមិនមែនលៀបស្អីទេលៀបលុយគឺនឹងបានលុយពីថ្ងៃ8ដល់ថ្ងៃទី12ណាបងប្អូនណាបាទអញ្ចឹងលោកអ្នកចាំអ៊ុតមើលទាំងអស់គ្នាចាំសម្គាល់មើលទាំងអស់គ្នាពីថ្ងៃទី8ដល់ថ្ងៃទី12យើងនឹងមានលៀបជាលុយមិនដឹងថាលុយនឹងតិចមិនដឹងថាលុយនឹងច្រើនទេប៉ុន្តែដឹងថាមានលុយចូលអញ្ចឹងយើងដឹងថាដើមខែយើងស្ទះលុយយើងពិបាកណាស់ហើយពិបាកហ្នឹងមិនមែនទៅពិបាកដើមខែហ្នឹងទេគឺយើងលំបាកតាំងពីខែ2មកអញ្ចឹងចប់ខែ2យើងចូលមកដល់ខែ3យើងនៅតែពិបាកទៀតដើមខែអត់ល្អទេអញ្ចឹងប៉ុន្តែការអត់ល្អរបស់យើងហ្នឹងវាមិនមែនអត់ល្អរហូតទេព្រោះជើងលេខពីថ្ងៃ8ដល់ថ្ងៃ12វាប្រែទៅជាមានលៀបត្រឡប់មកវិញលៀបហ្នឹងខ្ញុំអត់បានកត់សម្គាល់ថាជើងលេខគឺអត់បានប្រាប់ថាលេខហ្នឹងណាយើងមានលៀបហ្នឹងលៀបធំឬមួយក៏លៀបតូចទេប៉ុន្តែយើងនឹង
មានយើងនឹងមានលុយអាចយកមកដោះស្រាយនៅបញ្ហាចំពោះមុខបានឲ្យវាស្រាលបន្តិចទោះបីជាវាមិនបានឲ្យវាល្អខ្លាំងដល់កម្រិតណាក៏ដោយក៏យើងអាចមាននៅគេហៅថាផ្លូវសម្រាប់ជាដង្ហើមនៅក្នុងការដកបានដែរអញ្ចឹងមានលៀបពីថ្ងៃ8ដល់ថ្ងៃទី12ចឹងយើងចាំអ៊ុតមើលថាតើយើងមានលៀបមានសំណាងនោះគឺជាលៀបសំណាងអ្វីចឹងសូមបងប្អូនអ៊ុតមើលទាំងអស់គ្នាណាពីថ្ងៃទី8ដល់ថ្ងៃទី12សម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលបាទលោកអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី19ដល់ថ្ងៃទី23បាទលោកអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី19ដល់ថ្ងៃទី23គឺសូមលោកអ្នកប្រយ័ត្នប្រយែងបន្តិចបាទពីថ្ងៃ19ដល់ថ្ងៃទី23លោកអ្នកប្រយ័ត្នប្រយែងតិចប្រយ័ត្នរឿងពីរយ៉ាងលោកអ្នកកើតឆ្នាំខាលណាពីថ្ងៃ19ដល់ថ្ងៃទី23លោកអ្នកត្រូវប្រយ័ត្នប្រយែងបន្តិចប្រយ័ត្នរឿងទី1គឺប្រយ័ត្នរឿងទី1គឺពិបាកចិត្តចំណែកប្រយ័ត្នទី2គឺចាញ់បោកគេអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលពីថ្ងៃ19ដល់ថ្ងៃទី23លោកអ្នកត្រូវប្រយ័ត្នរឿង2យ៉ាងប្រយ័ត្នរឿង2យ៉ាងរឿងទី1គឺរឿងផ្លូវចិត្តពិបាកចិត្តគិតច្រើនខ្វល់ខ្វាយច្រើនព្រួយច្រើនរឿងទី2គឺរឿងចាញ់បោកគេអ្នកកើតឆ្នាំខាលណាបាទពីថ្ងៃ19ដល់ថ្ងៃទី23គឺលោកអ្នកត្រូវប្រយ័ត្នរឿង2យ៉ាងណាបាទរឿងទី1ចាញ់បោកគេរឿងទី2គឺរឿងផ្លូវចិត្តពិបាកចិត្តពិបាករឿងអីអានឹងខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាពិបាកចិត្តបាទចម្រៀងគឺច្រៀងថាពិបាកខ្លាំងណាស់ចង់បំភ្លេចអូនឲ្យបានប៉ុន្តែនេះមិនមែនពិបាកខ្លាំងណាស់ចង់បំភ្លេចអូនឲ្យបានទេណាគឺពិបាកខ្លាំងណាស់ដោយសាររឿងស្អីអត់ដឹងបាទប៉ុន្តែមិនមែនរឿងស្នេហាទេហើយរឿងមួយទៀតគឺប្រយ័ត្នចាញ់បោកគេនៅក្នុងកំឡុងដែលយើងកំពុងតែវេទនាហើយនៅក្នុងកំឡុងដែលយើងកំពុងតែពិបាកចិត្តហើយវាអាចនឹងមានជនឆ្លៀតឱកាសមួយចំនួននឹងមកចាញ់ធ្វើបាបយើងយើងកំពុងរងគ្រោះហើយមានអ្នកមកធ្វើបាបយើងទៀតអញ្ចឹងសូមឲ្យមានការប្រយ័ត្នប្រយែងបន្តិចនៅត្រង់ចំណុចដែលយើងត្រូវពិចារណាខ្លាចចាញ់បោកគេខ្លាចមានរឿងណាកើតឡើងទៀតអញ្ចឹងរឿង2យ៉ាងណាឆ្នាំខាលទី1ពិបាកចិត្តអានឹងកុំគិតរឿងពិបាកចិត្តណាពិបាករឿងអីរឿងទៅប៉ុន្តែរឿងទី2រឿងចាញ់បោកគេគឺប្រយ័ត្នប្រយែងរឿងទី2រឿងចាញ់បោកគេគឺប្រយ័ត្នមែនតើណាអត់អាចនៅស្ងៀមបាននោះទេគឺត្រូវតែប្រុងប្រយ័ត្នបន្តិចសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលបាទប្រយ័ត្នចាញ់បោកគេអានឹងគឺខ្ញុំសូមហាមហើយបើសិនជាជឿខ្ញុំអានឹងប្រយ័ត្នណាប្រយ័ត្នមានគេមកខ្ចីលុយប្រយ័ត្នគេនាំឲ្យគេធានាលុយប្រយ័ត្នឲ្យលុយគេឬមួយក៏ប្រយ័ត្នរឿងអីផ្សេងអានឹងត្រូវតែប្រុងប្រយ័ត្នបន្តិចអ្នកកើតឆ្នាំខាលបាទអ្នកកើតឆ្នាំខាលនៅចុងខែអ្នកកើតឆ្នាំខាលសម្រាប់បងប្អូនកូនក្មួយដែលនៅលាវឬមួយអ្នកដែលមិនទាន់មានគូជាពិសេសគឺលោកអ្នកនឹងដល់គូសម្រាប់អ្នកមានគូហើយអានឹងខ្ញុំអត់និយាយទេប៉ុន្តែអ្នកដែលមិនទាន់ដល់គូឧទាហរណ៍ថាយើងវាមិនទាន់ដល់គូទេយើងនៅក្រមុំយើងនៅកំឡោះយើងនៅពោះម៉ាយយើងនៅមេម៉ាយគឺអាចដល់គូនៅចុងខែមិនិនាចូលមកដល់ប៉ុន្តែសូមផ្ដាំយ៉ាងម៉េចថាគេលោថាឮថាលោកគ្រូមហាជុំថាដល់គូសម្រាប់តែមនុស្សមិនល្អចូលមកយើងទទួលអានឹងក៏អត់បានដែរអញ្ចឹងចុងខែគឺត្រូវដល់គូហើយសម្រាប់លោកអ្នកដែលកើតនៅឆ្នាំខាលអញ្ចឹងអស់លោកអ្នកដែលកើតនៅឆ្នាំខាលសូមលោកអ្នកប្រយ័ត្នប្រយែងបាទដល់គូប៉ុន្តែត្រូវប្រយ័ត្នជ្រើសរើសមើលសិនតើបុគ្គលនឹងគួរជាទីពឹងពាក់ពំនាក់អាស្រ័យបានដែរឬទេប៉ុន្តែដល់គូហើយចឹងបើយើងឧទាហរណ៍ថាយើងមានគូហើយយ៉ាងម៉េចដែរអានឹងប្តីប្រពន្ធរបស់យើងក៏ស្រឡាញ់គ្នាលោកលឿនជាមួយគ្នាហើយក៏គេហៅថាយល់ចិត្តគ្នាហើយក៏អធិស្ឋានឲ្យគ្នាទៅវិញទៅមកទៅអត់មានបញ្ហាណាដែលធ្វើឲ្យយើងនឹងមានរឿងអីទេហើយបើសិនជាគូស្នេហ៍យើងស្រឡាញ់គ្នាហើយយើងឆ្លោះគ្នាយើងខឹងគ្នាហើយឆ្លោះគ្នាអីក៏អាចត្រូវគ្នាវិញដែរនៅចុងខែមិនិនានេះបាទសម្រាប់លោកអ្នកដែលកើតឆ្នាំខាលអញ្ចឹងអ្នកដែលមិនទាន់ដល់គូខ្ញុំអាចនិយាយបានថាអបអសាទរព្រោះថាលោកអ្នកដល់គូចំណែកអ្នកដែលមិនទាន់អ្នកដែលមានគូហើយអានឹងប្តីប្រពន្ធគ្រួសាររបស់លោកអ្នកកាន់តែស្រឡាញ់គ្នាតទៅមុខទៀតហើយចំណែកអ្នកដែលឆ្លោះគ្នាអីក៏អាចត្រូវគ្នាបានដូចគ្នាអញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលគឺសូមឲ្យសុខសប្បាយព្រោះលេខរៀងតឹងតិចណាបាទអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំទាំងអស់ហ្នឹងសូមលោកអ្នកកុំភ្លេចណាបាទតាក់ទងតាមមើលនៅក្នុង live នេះហើយមានការប្រុងប្រយ័ត្នបងប្អូនណាបាទឥឡូវនេះខ្ញុំសូមទូទាជាបន្តទៀតមិញនេះខ្ញុំសូមបញ្ចប់ឆ្នាំខាលត្រឹមប៉ុណ្្នឹងឆ្នាំខាលលោកអ្នក comment លេខសំណាងគឺលេខ798លេខ798គឺជាលេខនាំលៀបនាំសំណាង
នៅក្នុងខែមីនាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់អ្នកដែលកើតនៅឆ្នាំខាលខមមិនលេខ798ហើយ share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ798ពណ៌សំណាងពណ៌លឿងណាបាទឆ្នាំខាលឥឡូវនេះបញ្ចប់អ្នកកើតឆ្នាំខាលត្រឹមប៉ុណ្ណឹងសូមបន្តដល់លោកអ្នកដែលកើតនៅឆ្នាំថោះបាទឆ្នាំថោះរាសីប្រចាំខែមិនិនាលេខសំណាងគឺលេខ239លេខសំណាងលេខ239ពណ៌សំណាងពណ៌ប្រផេះបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះលេខសំណាង239ពណ៌សំណាងពណ៌ប្រផេះលោកអ្នក comment លេខ239លោកអ្នក share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ239លេខ239គឺជាលេខនាំលៀបសំណាងណា comment ឲ្យ share ផងលោកអ្នកដែលកើតនៅឆ្នាំថោះលោកអ្នកពេលឲ្យពណ៌ប្រផេះណានៅថ្ងៃស្អែកលោកអ្នកនឹងមានលៀបមានសំណាងលោកអ្នកកើតនៅឆ្នាំថោះទាំងអស់បាទរាសីប្រចាំខែមិនិនាបាទរាសីប្រចាំខែមិនិនាដើមខែលោកអ្នកដែលកើតឆ្នាំថោះគឺលោកអ្នកត្រូវរក្សាផ្លូវចិត្តផ្លូវកាយឲ្យរឹងមាំលោកអ្នករក្សាផ្លូវចិត្តផ្លូវកាយឲ្យរឹងមាំបន្តិចអ្នកកើតឆ្នាំថោះដោយសារឆ្នាំថោះនៅដើមខែមិនិនានេះនឹងអាចមានគេលៀបពណ៌នឹងអាចមានគេចំណែននឹងអាចមានគេប្រកាសប្រខូចនឹងអាចមានគេនិយាយមិនល្អមកដាក់យើងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះលោកអ្នកដើមខែមិនិនាចូលមកដល់សូមឲ្យលោកអ្នកប្រយ័ត្នប្រយែងបន្តិចជាពិសេសធ្វើចិត្តឲ្យរឹងមាំមិនបាច់តជាមួយគេទេពីព្រោះលោកអ្នកនឹងមានគេលៀបពណ៌និយាយមិនល្អប្រកាសប្រខូចមកលើយើងប៉ុន្តែសូមធ្វើអំពើល្អតែមួយមុខគត់មាសសុបមិនខ្លាចភ្លើងអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំថោះសូមកុំខ្វល់ជាមួយនឹងមាត់ចាបមាត់ព្រៀបមាត់ឆ្កែមាត់ឆ្មាដែលមកប៉ុនប៉ងដែលមកធ្វើបាបយើងគឺយើងកុំខ្វល់ព្រោះថាការចំណែនការនន្ទាការឈ្នានេះការលៀបពណ៌របស់យើងគឺមិនជាអមតៈទេប៉ុន្តែពេលខ្លះបើយើងលឺគេលៀបពណ៌លឺគេនិយាយយើងយកទៅឆុងឆាំងទៅអាហ្នឹងយើងចាញ់គេវិញហើយអញ្ចឹងយើងមិនបាច់តបយើងមិនបាច់ខ្វល់ជាមួយទេអញ្ចឹងយើងនៅចិត្តឲ្យជាក់នៅចិត្តឲ្យស្ងៀមអ្វីគឺនឹងបានល្អត្រឡប់មកវិញប៉ុន្តែបើយើងយកកំហឹងទៅតជាមួយនឹងរឿងដែលបានកើតឡើងហើយគឺអត់ល្អទេអញ្ចឹងដើមខែមកនេះបើមានអ្នកណានិយាយដើមយើងក៏និយាយទៅមានណាគេថាអីក៏ថាទៅយើងមិនបាច់ខ្វល់នាំតែពិបាកនៅក្នុងដួងរាជហារតីរបស់យើងទេដួងហារតីមិនខ្វល់ទេណាឲ្យវាទៅតាមដំណើររបស់វាទៅវានិយាយហត់វាស្បត់វាឈប់និយាយហើយលើលោកនេះគ្មានណាដឹងទៀតទេប៉ុន្តែគ្រាន់តែជម្រាបប្រាប់ថាអ្នកកើតឆ្នាំថោះដើមខែនឹងមានគេលៀបពណ៌នឹងមានគេចំណែននឹងមានគេឈ្នានេះហើយក៏នឹងមានគេធ្វើបាបយើងអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំថោះហ្នឹងត្រៀមណាកុំទៅខ្វល់កុំទៅកើតទុកហើយក៏កុំទៅគិតណាថាអីថាទៅបាទអញ្ចឹងសូមជូនពរឲ្យអ្នកដែលកើតឆ្នាំថោះហ្នឹងបានល្អបានជោគជ័យកុំខ្វល់បាទពីថ្ងៃ9ដល់ថ្ងៃ13លោកអ្នកដែលកើតឆ្នាំថោះគឺនឹងមានដំណឹងមិនល្អចូលមកអាចនឹងមានសាច់ញាតិទទួលមរណភាពឬមួយក៏មានគ្រោះថ្នាក់អញ្ចឹងអ្នកដែលកើតឆ្នាំថោះគេថានឹងមានដំណឹងបាត់បង់សាច់ញាតិអញ្ចឹងពីថ្ងៃទី9ដល់ថ្ងៃទី13លោកអ្នកនឹងមានដំណឹងគេហៅថាបាត់បង់សាច់ញាតិដូចថាសាច់ឆ្ងាយអីអញ្ចឹងណាគាត់ទទួលមរណភាពអីអញ្ចឹងទៅខ្ញុំរហូតមកដល់ពេលនេះខ្ញុំនៅតែនិយាយថារឿងអ្វីក៏ដោយខ្ញុំស្ទុះទាយគឺចង់ឲ្យត្រូវប៉ុន្តែរឿងនេះមួយប៉ុន្តែខ្ញុំរឿងនេះមួយណាអារឿងសាច់ញាតិស្លាប់ទទួលមរណភាពហ្នឹងគឺខ្ញុំអត់ចង់និយាយទេហើយក៏មិនបួងសួងឲ្យរឿងនេះខ្លាយទៅជាការពិតដែរប៉ុន្តែមិនដឹងធ្វើម៉េចចឹងមានតែបួងសួងទៅឲ្យខ្ញុំទាយខុសទៅអារឿងដែលមិនល្អដំណឹងអាក្រក់ហ្នឹងមានសាច់ញាតិមិនអីស្លាប់អីហ្នឹងគឺខ្ញុំសុំថាឲ្យខុសចោះណាបាទអញ្ចឹងសូមឲ្យហេតុទាំងអស់គ្នាអាយុយឺនយូរអមតៈប៉ុន្តែបងប្អូនត្រូវដឹងថារូបាំងទុក្ខំអនិច្ចំអនត្តាសេចក្តីស្លាប់នឹងអ្នកណាក៏មានដែរប៉ុន្តែគាត់ថាមុននឹងក្រោយអញ្ចឹងយើងក៏គេថាត្រៀមចិត្តទៅបាទធ្វើបុណ្យឲ្យល្អទៅប៉ុន្តែថាមិនឲ្យកើតការពិតចោះពីថ្ងៃ9ដល់ថ្ងៃ13ហ្នឹងនឹងអាចមានដំណឹងមិនល្អហ្នឹងត្រឹមតែថាខាតបង់អីតិចតួចទៅកុំឲ្យមានអ្នកបាត់បង់ស្លាប់អីជាដើមមិនចង់ឮទេអញ្ចឹងសូមឲ្យបានសុខសប្បាយកាក់កបទាំងអស់គ្នាណាពីថ្ងៃទី9ដល់ថ្ងៃ13អ្នកកើតឆ្នាំថោះអាចនឹងមានរឿងមិនល្អចូលមកឬមួយក៏សាច់ញាតិសាច់ឆ្ងាយទទួលមរណភាពអីជាដើមអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងតិចពីថ្ងៃ9ដល់ថ្ងៃ13ពីថ្ងៃទី20ដល់ថ្ងៃទី24អ្នកដែលកើតឆ្នាំថោះនឹងទទួលបានគេហៅថាអ្នកធ្វើការឡើងស័ក្តិបាទឡើងតួនាទីឬមួយក៏គេកោតសរសើរអីអញ្ចឹងទៅណាអ្នកកើតឆ្នាំថោះណាបាទចាប់ពីថ្ងៃទី20ដល់ថ្ងៃទី24នឹងឡើងឋានៈឡើងតួនាទីអញ្ចឹងកាលណាតែឡើងឋានៈឡើងតួនាទីប្រាក់ខែក៏ឡើងដែរអញ្ចឹងពីថ្ងៃទី20ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំថោះណាបងប្អូនកត់ទុកណានឹងឡើងបុណ្យស័ក្តិឋានៈតួនាទីហើយលោកគ្រូខ្ញុំអត់ធ្វើការផងខ្ញុំរកស៊ីអានឹងរកស៊ីបានឃើញមុខរបរថ្មីឃើញចំនួនថ្មីឲ្យយើងរកស៊ីកាន់តែមានឲ្យយើងរកស៊ីកាន់តែកាក់កបអញ្ចឹងពីថ្ងៃទី20ដល់ថ្ងៃទី24ឡើងឋានៈតួនាទីរកស៊ីមានបានកាក់កបសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះ
lúc nè để cao năm thọ trong khai cộng đời ngày nè bà lúc nè để cao năm thọ trong khai cộng đời ngày bà sân chỉ chăm bắt ca nghĩ nó thời tại đa ở miền base đây ở miền buôn cộng đời na tại ai hay mình cua thôi làm nào tiền dục đi bà mình cua thôi làm nào tiền dục tê thôi làm nào tiền ngay là o chuyện dục bà chẳng trong khai cộng đời ngày nè bà hay bà sân chỉ chăm bắt ôi lực hùm hai chúng nhóm thời tới của ca nghe sòng khăn nắng dương có tới bàn tay dương thời tài cái hai thà trong bây giờ thấy công thua làm lại được biểu dục bàn tay bà thời thua hai nắng dương hậu khi từ vì phụ tha bởi chi lan mũi tại từ miền khổ thác nắng ai bành hạ bàn tay bờ biển khi bàn rê xây kỳ dông nắng dương lõ tận lọc màu về nhảy chấn trong khai cùng đời ngày nát sòng mọc cho thằng kia bà đời ngày đời miền ca bây giờ cùng thua làm lại biểu dục hay bà sân chia cái thà trăm bát chắc dương bây giờ ở khang bóng bồn nát bà chấn trong khai cộng đời ngày nè hơi nè để cả nơi trong năm thó đi xây bị chăm khai bị nia lục nè comment liệt sòng náng liệt pi hồi sam bốn po sòng náng cứ po prophet nè bà po sòng náng po prophet chấn lục nè để cả nơi trong năm thó liệt sòng náng liệt pi hồi sam sập bồn buồn bà liệt pi hồi sam bốn hơi po sòng náng cứ po prophet bà chẳng lục nè đại ca năm thó còn mình liệt sầm nang tới liệt pi hồi sam buồn nè lá xóa mây dương ca năm thó có dương ai comment chun quạt bàn đây cô đại ca năm thó có ai comment ở bàn đây liệt sầm nang nó của bay chạy đặt nó cứ đặt tầm ở nâng năm kẹt ọt bà chẳng pi hồi sam buồn po liệt sầm nang sầm nhập lục nè đại ca năm thó chẳng là lấy nick trong sông chia to từ tiết đo năm rong bà năm rong nè năm rong liệt sầm nang liệt vào mùi rồi cởi bay po sầm nang po miệt chẳng đi xây bị chăm khai bị nia lục nẹt để cởi nơi năm rong bà lục nẹt để cởi nơi năm rong sòng lục nẹt comment nơi liệt sầm nang cứ liệt vào mùi rồi cởi bay po sầm nang cứ po tận miệt chẳng nẹt để cởi năm rong comment liệt sầm nang liệt vào mùi rồi cởi bay hay po sầm nang po tận miệt nè bong bóng nè bà chẳng comment liệt sầm nang từ ở kia tới hay share video đã liệt sầm nang lục ru bay đòn tới hay nẹt để mền năm rong cả đói phần đây dựng miền xóa mây cởi năm rong dựng miền côn cởi năm rong miền bong bóng cởi năm rong trong ở đi xây quạt ló trong ở đi xây quạt chụp chế nắng dương ai comment cho nụ quạt bàn nè năm rong liệt sầm nang cứ liệt vào mùi rồi cởi bay po sầm nang cứ po tận miệt sai pe ai po miệt nè nòm liệp nòm sầm nang nẹt để cởi năm rong đào khai chùl mọc đo lục nẹtประหยัดเมียนจุ่มลวกชลวกจมวยกรมครูซาบ่าเมียนจุ่มลวกนะประหยัดเมียนจุ่มลวกชลวกเนี่ยจมวยกรมครูซาหรือมวยก็ได้ปุ่นหรือมวยก็เนี่ยได้จิตตีสลันหรือมวยก็เนี่ยได้ก็การเงียจมวยนะบ่าเนี่ยการนำร้งดังคล้ายประหยัดเมียนจุ่มลวกชลวกตัวแตงเนี่ยชลวกนั่งบ้านในท่าชลวกจมวยนึงเนี่ยได้ในจมวยครัวนั่นนะดาวตัวโบงปีครูซาđây bọc pôn cồn rừng mũi có mật hẹ chặt snap ấy chỉ đời chẳng bong ốn đại ca nơi nằm rốn vì ngày đào khai nâng trôi một bóng lắc sông sàn hồng po ở đầm cố rừng mũi có thượt chặt ở chẹt đôi tật ấm rật công chặt cả đời nè công chặt cả đời nè bây giờ mình chặt cả đời tí dừng thua với có ban lọภาษา group យ៉ាងទាំងអស់ប៉ុន្តែបើសិនជាចិត្តក្តៅអាហ្នឹងគឺអត់បានល្អអត់បានកាក់កបដូចចិត្តដូចបំណងទេអញ្ចឹងសូមបងប្អូនកូនក្មួយលោកអ្នកដែលកើតនៅឆ្នាំរោងសូមលោកអ្នកបាទអត់ធ្មត់ណាអត់ធ្មត់បន្តិចព្រោះដើមខែអាចឆ្លោះហើយឆ្លោះហ្នឹងគឺមិនមែនឆ្លោះរឿងតូចទេឆ្លោះហ្នឹងអាចคล้ายទៅជារឿងធំរឿងហ្នឹងកាប់ទូចមួយទេបាទទូចទេប៉ុន្តែគឺអាចមានរឿងធំកើតឡើងបើសិនបើយើងមិនគេហៅថាមិនអត់ធ្មត់ណាមិនកែស្ថានភាពអញ្ចឹងយើងត្រូវអត់ធ្មត់ហើយយើងត្រូវកែស្ថានភាពរបស់យើងត្រឡប់មកវិញអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងគឺដើមខែប្រយ័ត្នមានចលុះឆ្លោះតោះតែងគ្នាតិចណាបងប្អូនណាបាទហើយបើអញ្ចឹងទេគឺសូមឲ្យបងប្អូនទុកចិត្តទុកអារម្មណ៍ហើយក៏កុំទៅតជាមួយនឹងឆ្កែឆ្មាដែលវាប្រឹងព្រោះវាប្រឹងធ្វើម៉េចឲ្យយើងទៅប្រឡាក់ជាមួយវាដែរណាបងប្អូនណាបាទអញ្ចឹងសូមជូនពរឲ្យសុខសប្បាយឲ្យហេងឲ្យកាក់កបឲ្យរីកចម្រើនទាំងអស់គ្នាបាទបញ្ចប់ពីឆ្នាំរោងទៅដើមខែរោងដដែលនៅក្នុងខែមីនាពីថ្ងៃទី8ដល់ថ្ងៃ12បាទលោកអ្នកដែលកើតឆ្នាំរោងពីថ្ងៃ8ដល់ថ្ងៃទី12លក់របស់ដាច់ឬមួយក៏មានលុយបាទលក់របស់ដាច់ណាបាទឬមួយមានលុយពីរយ៉ាងដែលយើងត្រូវជួបពីថ្ងៃ8ដល់ថ្ងៃ12អ្នកដែលកើតឆ្នាំរោងគេថានឹងលក់របស់ដាច់បាទនឹងលក់របស់ដាច់ណាយើងចាំមើលថាតើពីថ្ងៃ8ដល់ថ្ងៃ12ហ្នឹងអ្នកកើតឆ្នាំរោងលក់របស់អីលក់ដាច់ណាបើសិនជាឥឡូវហ្នឹងនិយាយឲ្យបងពិតទៅអ្នកកើតឆ្នាំរោងកំពុងតែរាំងស្ទះហើយកំពុងតែមានបញ្ហាកំពុងតែមានវិបត្តិប៉ុន្តែសូមជម្រាបជូនលោកអ្នកថា
ពីថ្ងៃ8ដល់ថ្ងៃ12អ្នកកើតឆ្នាំរោងអាចមានសង្ឃឹមរស់ឡើងវិញព្រោះថាដើមឈើហ្នឹងក្រៀមមកចិត្តងាប់ហើយប៉ុន្តែពីថ្ងៃ8ដល់ថ្ងៃ12ហ្នឹងគឺយើងអាចរស់ឡើងវិញបានដោយសារយើងនឹងទទួលបាននៅគេហៅថាលុយហូចលុយចូលមកហើយក៏អាចមាននៅលៀបសំណាងចូលមកផងដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងពីថ្ងៃ8ដល់ថ្ងៃ12លោកអ្នកនឹងលក់របស់ដាច់ណាបងប្អូនណាបាទអញ្ចឹងរបស់អីដែលលក់ដាច់ខ្ញុំក៏មិនទាន់ដឹងដែរប៉ុន្តែគ្រាន់តែជំរាបជូនលោកអ្នកថាលោកអ្នកនឹងលក់របស់ដាច់អញ្ចឹងជូនពរឲ្យហេជូនពរឲ្យកាក់កបជូនពរឲ្យរីកចម្រើនជាពិសេសអ្នកកើតឆ្នាំរោងពីថ្ងៃ8ដល់ថ្ងៃ12សូមឲ្យបានកាក់កបសូមឲ្យបានល្អប្រសើរសូមឲ្យបានហេងឲ្យបានល្អជោគជ័យរីកចម្រើនទៅណាអ្នកកើតឆ្នាំរោងពីថ្ងៃ8ដល់ថ្ងៃ12លក់របស់ដាច់បាទលក់អីទៅដាច់ណោះបាទលោកអ្នកដែលកើតនៅឆ្នាំរោងដដែលពីថ្ងៃ19ដល់ថ្ងៃ23បាទលោកអ្នកដែលកើតឆ្នាំរោងដដែលពីថ្ងៃ19ដល់ថ្ងៃ23ណាបងប្អូនណាបាទពីថ្ងៃ19ដល់ថ្ងៃ23លោកអ្នកដែលកើតនៅឆ្នាំរោងគឺរាសីរបស់លោកអ្នកចាប់ផ្ដើមល្អហើយឡើងខ្លាំងដល់កំពូលលោកអ្នកដែលកើតឆ្នាំរោងណាពីថ្ងៃ19ដល់ថ្ងៃទី23រាសីចាប់ផ្ដើមល្អហើយនឹងឡើងដល់កំពូលនឹងបានន័យថារាសីយើងឡើងខ្លាំងហើយសត្រូវខ្មាំងទាំងឡាយដែលមកប៉ុនប៉ងយាយីយើងតែងតែធ្វើបាបយើងតែងតែចំណែនយើងតែងតែរិះគន់យើងតែងតែរុកគួនយើងគឺនឹងវិនិច្ឆ័យសាបសូន្យបាក់ធ្មង់បាក់បបខ្លោខ្លាចអញ្ចឹងយើងដែលកើតនៅឆ្នាំរោងពីថ្ងៃទី19ដល់ថ្ងៃទី23លោកអ្នកនឹងឈ្នះអស់រឿងមិនល្អទាំងឡាយឈ្នះអស់មាសត្រូវទាំងឡាយឈ្នះអស់បញ្ហាផងទាំងឡាយទាំងពួងនេះពីថ្ងៃ19ដល់ថ្ងៃ23ពីថ្ងៃ19ដល់ថ្ងៃទី23ណាបងប្អូនណាបាទគឺនឹងឈ្នះអស់រឿងមិនល្អគឺនឹងឈ្នះអស់រឿងសៅមកអញ្ចឹងសត្រូវដែលយាយីយើងគឺចាប់ផ្ដើមវិនិច្ឆ័យសាបសូន្យពាក្យខ្មែរគេថាចាប់ផ្ដើមងាប់ផ្ដើមអញ្ចឹងអត់មានបញ្ហាអីណាមកយាយីទេយើងចាប់ពីថ្ងៃហ្នឹងទៅគឺយើងឈ្នះអស់មាសត្រូវអ្នកកើតឆ្នាំរោងបាទអញ្ចឹងអ្នកកើតឆ្នាំរោងណាយើងសប្បាយចិត្តយើងរីករាយហើយក៏យើងបានល្អប្រសើរត្រឡប់មកវិញដែរអញ្ចឹងខ្ញុំសូមជូនពរណាអញ្ចឹងសត្រូវដែលប៉ុនប៉ងយាយីយើងសត្រូវដែលចំណែនយើងគឺនឹងបានល្អមកវិញកាក់កបមកវិញអញ្ចឹងអ្នកកើតឆ្នាំរោងសូមឲ្យសុខសប្បាយអ្នកកើតឆ្នាំរោងដដែលនៅចុងខែអ្នកកើតឆ្នាំរោងដដែលនៅចុងខែមិនិនាណាអ្នកកើតឆ្នាំរោងនៅចុងខែមិនិនាគឺថែសុខភាពបន្តិចបាទអ្នកកើតឆ្នាំរោងគេហៅថាសាច់កម្មបាទសាច់កម្មហ្នឹងកម្មយ៉ាងម៉េចគឺវាថាមិនងាយឈឺទេអត់ងាយឈឺទេធ្វើការរហូតបាទធ្វើការរហូតប្រឹងរហូតប៉ុន្តែចុងខែ3ចូលមកដល់ប្រឹងយ៉ាងម៉េចក៏ដោយធ្វើការយ៉ាងម៉េចក៏ដោយគឺលេខត្រូវឈឺណាអញ្ចឹងត្រូវថែរក្សាសុខភាពបន្តិចបាទត្រូវថែសុខភាពបន្តិចណាបងប្អូនដែលកើតនៅឆ្នាំរោងបាទចាប់ពីថ្ងៃទីចុងខែទៅគឺត្រូវថែរក្សាសុខភាពបាទនេះពីថ្ងៃ19ដល់ថ្ងៃទីសំទោសពីថ្ងៃចុងខែ3អ្នកកើតឆ្នាំរោងគឺថែសុខភាពឲ្យមែនតើបើមិនថែសុខភាពទេគឺឈឺហើយបាទឈឺហើយអញ្ចឹងថ្ងៃចុងខែ3នេះគឺត្រូវថែសុខភាពដូចខ្ញុំនិយាយហ្នឹងថារឹងយ៉ាងម៉េចក៏ដោយមាំយ៉ាងម៉េចក៏ដោយគឺដល់ពេលគឺឈឺហើយអញ្ចឹងត្រូវតែប្រយ័ត្នសុខភាពឲ្យបានច្រើនបន្តិចអ្នកកើតនៅឆ្នាំរោងបងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំរោងគឺត្រូវថែទាំសុខភាពឲ្យបានច្រើនបន្តិចអញ្ចឹងខ្ញុំសូមបន្តទូទាយសម្រាប់រាសីខែមិនិនាយើងទាយដល់ឆ្នាំម្សាញ់អញ្ចឹងបងប្អូនដែលកើតនៅឆ្នាំម្សាញ់ប្រកាសជាលោកអ្នកទន្ទឹងរង់ចាំយូរហើយហាពេលណាបានដល់ឆ្នាំអញឥឡូវដល់ហើយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ខមមិនលេខសំណាងគឺលេខ559ពណ៌សំណាងពណ៌បៃតងបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំម្សាញ់លេខសំណាងលេខ559ពណ៌សំណាងពណ៌បៃតងអញ្ចឹងស្អែកពាក់អាវពណ៌បៃតងណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់លេខសំណាងគឺលេខ559ពណ៌សំណាងពណ៌បៃតងអ្នកដែលកើតឆ្នាំម្សាញ់អញ្ចឹងរៀងប្រយ័ត្នប្រយែងបន្តិចណាឆ្នាំម្សាញ់បើម្សាញ់បានកាត់ឆុងត្រឹមត្រូវអានឹងeverything okay หมายថាអ្វីគ្រប់យ៉ាងល្អមានលៀបមានសំណាងហូរចូលប៉ុន្តែបើសិនជាមិនកាត់ឆុងចេញទេអានឹងគឺតឹងតៃមែនតើណាប្រយុទ្ធមួយឆ្នាំពេញពិបាករហូតប៉ុន្តែបើសិនជាបានកាត់ឆុងចេញហើយអូល្អគ្រប់យ៉ាងមកវិញអត់មានបញ្ហាអីទេណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំម្សាញ់តើរាសីនៅក្នុងខែមិនិនាយ៉ាងម៉េចដែរអញ្ចឹងលោកអ្នកកើតឆ្នាំម្សាញ់លេខសំណាងខ្ញុំបានចែកជូនឲ្យ559បាទគឺសូមឲ្យសុខសប្បាយកាក់កបណាបាទម្សាញ់លេខសំណាងគឺលេខ559ពណ៌សំណាងពណ៌បៃតងឆ្នាំម្សាញ់យើងរាសីយើងដឹងម្សាញ់យើងជន់ឆ្នាំពីព្រោះថាឆ្នាំនេះយើងឆ្នាំម្សាញ់អញ្ចឹងម្សាញ់កាលណាតែ
តែជន់ហើយគឺរាសីអត់ល្អទេអញ្ចឹងយើងត្រូវកាត់ឆុងចេញសម្រាប់អ្នកឆ្នាំម្សាញ់កាត់ត្រូវណាកាត់ឲ្យត្រូវយើងទទួលលាបទទួលសំណាងអាហ្នឹងកាត់មិនត្រូវទេអាហ្នឹងប្រយុទ្ធទៀតទៅហើយចង់ដឹងអំពីរបៀបនៅក្នុងការកាត់ឆុងយ៉ាងម៉េចអាហ្នឹងបងប្អូនឆាតចូលពេកសួរនាំណាបាទយើងមានយ័ន្តសម្រាប់សាញ់កាត់ឆុងយកហេងយកលាបយកសំណាងណាបងប្អូនណាបាទអញ្ចឹងឆ្នាំម្សាញ់លេខសំណាងលេខ559ពណ៌សំណាងពណ៌បៃតងលោកអ្នកដែលកើតឆ្នាំម្សាញ់ដើមខែមានគេសងលុយបាទឆ្នាំម្សាញ់ដើមខែមានគេសងលុយណាបងប្អូនណាបាទអញ្ចឹងយើងចាំមើលថាតើអ្នកដែលកើតឆ្នាំម្សាញ់ដើមខែមានគេសងលុយឬអត់ឆ្នាំម្សាញ់គឺជាមនុស្សពូកែគឺជាមនុស្សមួយដែលឆ្លាតនឹងហើយពូកែនឹងហើយវាប្រែទៅជាកម្មត្រឡប់មកវិញពីព្រោះថាយើងអត់ចេះពឹងគេយើងអត់ចេះត្រូវការជំនួយពីគេអញ្ចឹងមកជីវិតរបស់យើងដែលកើតនៅឆ្នាំម្សាញ់ហ្នឹងគឺយើងហត់នឿយរហូតហត់ហើយលះបង់ហើយអត់បានការតបស្នងត្រឡប់មកវិញទៀតអញ្ចឹងអ្នកកើតឆ្នាំម្សាញ់ណាគឺត្រូវគិតពីខ្លួនឯងឲ្យបានច្រើនបន្តិចកុំគិតពីគេណាបងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំម្សាញ់សូមជម្រាបជូនដល់បងប្អូនកូនក្មួយថាដើមខែមិនិនានេះចូលមកដល់អ្នកកើតឆ្នាំម្សាញ់អាចមានគេសងលុយអាចមានគេសងលុយណាអ្នកដែលមានគេជពាក់លុយអ្នកដែលមានគេហៅថាមានបញ្ហាអីកើតឡើងឬមួយក៏មានរឿងលុយកាក់អីអាហ្នឹងអាចមានគេសងលុយប៉ុន្តែគេសងហ្នឹងគេមិនមែនសងទាំងអស់ទេឧទាហរណ៍ថាគេជពាក់យើង10000គេមិនមែនសងយើងទាំង10000ទេគឺយើងនឹងមានគេសងលុយយើងអញ្ចឹងណាបងប្អូនណាបាទមានគេសងលុយយើងឧទាហរណ៍ថាគេជពាក់លុយយើងអាហ្នឹងគេសងលុយយើងបានខ្លះនៅដើមខែហ្នឹងអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់សប្បាយចិត្តហើយយើងចាំមើលអ្នកជពាក់លុយយើងហ្នឹងវាសន្យាសងយើងតើវាសងមែនឬអត់ហើយបើសងគឺយើងត្រូវតែសប្បាយចិត្តទៅហើយគេមិនសងក៏ត្រូវទៅទីដែរប៉ុន្តែកូនងួនវិចារាគាត់កើតឆ្នាំម្សាញ់គឺគាត់បានគេសងលុយហើយគាត់ថាត្រូវណាស់លោកគ្រូគេទើបសងគាត់ព្រឹកមិញបាទឃើញទេអញ្ចឹងយើងក៏បានសងលុយមកវិញហើយអញ្ចឹងឆ្នាំម្សាញ់គឺមានគេសងលុយបងប្អូនណាបាទដើមខែអញ្ចឹងយើងសប្បាយចិត្តយើងរីករាយហើយសូមជំរាបទៀតថាម្សាញ់យើងជន់ឆ្នាំអញ្ចឹងយើងត្រូវកាត់ឆុងចេញយកហេងយកលាបយកសំណាងត្រឡប់មកវិញអត់អាចបដ ாய் បានទេណាអ្នកកើតឆ្នាំម្សាញ់អញ្ចឹងម្សាញ់បងប្អូនដើមខែមានគេសងលុយហើយម្សាញ់ពីថ្ងៃ9ដល់ថ្ងៃ13ម្សាញ់ពីថ្ងៃ9ដល់ថ្ងៃ13ណាបងប្អូនណាបាទលោកអ្នកដែលកើតឆ្នាំម្សាញ់ពីថ្ងៃ9ដល់ថ្ងៃ13គឺបងប្អូនត្រូវប្រយ័ត្នមាត់ប្រយ័ត្នសម្ដីបាទប្រយ័ត្នមាត់ប្រយ័ត្នសម្ដីណាព្រោះលេខនេះអាចនឹងមានបញ្ហាឆ្លោះគ្នាហ្នឹងយើងត្រូវប្រយ័ត្នមាត់ប្រយ័ត្នកអាចឆ្លោះគ្នាដោយសារមាត់យើងគេលួយយើងនិយាយទៅវាប៉ះពាល់ដល់គេរករឿងយើងគេចំណែនយើងអញ្ចឹងពីថ្ងៃទី9ដល់ថ្ងៃទី13លោកអ្នកដែលកើតនៅឆ្នាំម្សាញ់សូមលោកអ្នកប្រយ័ត្នប្រយែងមាត់កប្រយ័ត្នប្រយែងពាក្យសម្ដីប្រយ័ត្នប្រយែងរាល់អិរិយាបថទាំងឡាយទាំងពួងមិនគេហៅថាមិនចេះតែនិយាយមិនចេះតែតបតទេព្រោះអត់ប្រយោជន៍ព្រោះពីថ្ងៃទី9ដល់ថ្ងៃទី13ហ្នឹងណាតែយើងខឹងខុសខឹងខាតមានគេចំណែនមានគេចាក់រុកមានគេប្រើពាក្យសម្ដីមិនសមរម្យដាក់យើងយ៉ាងម៉េចក៏ដោយគឺយើងមិនល្អទេมันខ្វល់ទេកុំតបតកាលណាតែបងប្អូនតបតកាលណាតែបងប្អូនទៅឆ្លើយជាមួយពួកអត់ប្រយោជន៍គឺបងប្អូនស្មើនឹង0ណាអញ្ចឹងណានិយាយអីនិយាយទៅណាថាអីថាទៅកុំតបតែយើងទុកមិនបានទេយើងតគឺយើងនឹងមានរឿងធំដល់ខ្លួនអញ្ចឹងអ្នកកើតឆ្នាំម្សាញ់ប្រយ័ត្នមាត់កពាក្យសម្ដីពីថ្ងៃទី9ដល់ថ្ងៃ13ត្រូវប្រយ័ត្នឲ្យមែនទេបើមិនប្រយ័ត្នទេអានឹងមានបញ្ហាកើតឡើងប៉ុន្តែបើប្រយ័ត្នអានឹងរួចខ្លួនអញ្ចឹងម្នាក់គ្មានណាចង់មានរឿងទេប៉ុន្តែបើសិនជាមិនចង់មានរឿងអានឹងយើងត្រូវតែប្រយ័ត្នប្រយែងបន្តិចអញ្ចឹងពីថ្ងៃ9ដល់ថ្ងៃ13អ្នកកើតឆ្នាំម្សាញ់គឺត្រូវតែប្រយ័ត្នខ្លួនឲ្យបានច្រើនបន្តិចណាបងប្អូនណាបាទបើប្រយ័ត្នបានអានឹងយើងកាក់កបយើងរីកចម្រើនបើប្រយ័ត្នមិនបានទេអានឹងមិនធ្វើមិនទេបានប្រាប់ហើយបាទអញ្ចឹងប្រយ័ត្នបន្តិចពីថ្ងៃ9ដល់ថ្ងៃ13លោកអ្នកកើតឆ្នាំម្សាញ់គឺសូមឲ្យមានការប្រយ័ត្នប្រយែងពីថ្ងៃ20ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំម្សាញ់បាទពីថ្ងៃទី20ដល់ថ្ងៃទី24លោកអ្នកដែលកើតឆ្នាំម្សាញ់មានដំណឹងល្អបាទមានដំណឹងល្អចូលមកដំណឹងល្អហ្នឹងស្អីគេទៅលោកគ្រូមហាជុំដំណឹងល្អហ្នឹងឲ្យតែដំណឹងដែលជារឿងល្អគឺសិតតែជារឿងដែលយើងចង់បានហើយបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់នៅថ្ងៃ20ដល់ថ្ងៃទី24លោកអ្នកនឹងមានដំណឹងល្អបាទលោកអ្នកនឹងមានដំណឹងល្អអញ្ចឹងដំណឹងល្អដែលលោកអ្នកមាននឹងតើជាដំណឹងអីដំណឹងអីក៏ដោយឲ្យតែជាដំណឹងល្អគឺជាដំណឹងដែលយើងត្រូវទទួលនៅចន្លោះថ្ងៃ20ដល់ថ្ងៃ24ខែ3នេះសួរថាដំណឹងអីខ្ញុំក៏ដឹងដែរប៉ុន្តែគាត់ដំណឹងល្អបាទដំណឹងដែលយើងចង់ធ្វើអីមួយដែលយើងទន្ទឹងដែលយើងរងចាំឬមួយក៏គេមកប្រាប់យើងអានឹងសិតតែជារឿងមួយដែលល្អហើយបើសួរថារឿងអីយើងអត់ដឹងទេប៉ុន្តែគាត់ថាជារឿងដែលល្អអញ្ចឹងបងប្អូនចាំមើលថាតើរឿងដែលល្អនេះគឺជារឿងអីខ្ញុំក៏ចាំមើលសម្រាប់បងប្អូនដែរណាអញ្ចឹងបើបងប្អូនមានរឿងដែលល្អចាប់ពីថ្ងៃទី20ដល់ថ្ងៃ24នឹងមានរឿងអីសូមលោកអ្នកជួយប្រាប់លោកគ្រូមហាជុំផងបាទបើប្រាប់អាហ្នឹងខ្ញុំដឹង
ខ្ញុំសប្បាយចិត្តជួយអនៅលៀបនៅសំណាងរបស់អស់លោកអ្នកបាទជាបន្តទៀតលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ដដែលពីនៅចុងខែបាទម្សាញ់ចុងខែម្សាញ់ចុងខែម្សាញ់ចុងខែលោកអ្នកកុំដើរឆ្ងាយណាបាទម្សាញ់ចុងខែលោកអ្នកកុំដើរផ្លូវឆ្ងាយព្រោះថានឹងមានបញ្ហាកើតឡើងបាទបើសិនជាលោកអ្នកមិនប្រយ័ត្នមិនមែនថាឲ្យតែម្សាញ់ដើរចុងខែទៅត្រូវមានបញ្ហាត្រូវមានរឿងទេប៉ុន្តែត្រូវឲ្យប្រយ័ត្នណាត្រូវឲ្យប្រយ័ត្នបន្តិចលោកអ្នកដែលកើតនៅឆ្នាំម្សាញ់អញ្ចឹងម្សាញ់ចុងខែសុំមេត្តាបើសិនជាអាចសងំនៅផ្ទះទៅមិនដើរទៅណាទេណាប៉ុន្តែបើសិនជាចាំបាច់ត្រូវទៅឧទាហរណ៍ថាអូលោកគ្រូខ្ញុំត្រូវទៅធ្វើការខ្ញុំត្រូវទៅបន់ខ្ញុំត្រូវទៅបេសកកម្មការងារអាហ្នឹងតើត្រូវធ្វើមិនវាចាំបាច់ត្រូវទៅរកគ្នាទៅណាកុំទៅតែឯងអញ្ចឹងឆ្នាំម្សាញ់កុំដើរឆ្ងាយម្សាញ់កុំដើរឆ្ងាយណាចុងខែប៉ុន្តែបើដើរគួរតែដើរដោយមានការប្រុងប្រយ័ត្នបន្តិចបើមិនមានការប្រុងប្រយ័ត្នទេអានឹងអាចមានបញ្ហាកើតឡើងណាខ្ញុំសូមជម្រាបជូនលោកអ្នកអញ្ចឹងអ្នកកើតឆ្នាំម្សាញ់សូមជូនពរឲ្យសុខសប្បាយឲ្យកាក់កបឲ្យហេងប៉ុន្តែត្រូវតែប្រយ័ត្នប្រយែងបន្តិចរឿងដំណើរដើរផ្លូវឆ្ងាយណាបាទអ្នកខ្លះផ្លូវឆ្ងាយអត់ដើរទេប៉ុន្តែដើរជិតហ្នឹងក៏អាចមានបញ្ហាដែរអញ្ចឹងឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាអ្នកកើតឆ្នាំម្សាញ់ហើយអ្នកកើតអញ្ចឹងអរគុណណាអញ្ចឹងឥឡូវយើងបញ្ចប់ត្រឹមម្សាញ់ប៉ុណ្ណឹងខ្ញុំចូលដល់ឆ្នាំមមីលេខសំណាងគឺលេខ195ណាពណ៌សំណាងពណ៌ស្វាយរាសីសម្រាប់បាទរាសីសម្រាប់ខែមីនាឆ្នាំ2025បាទលោកអ្នកដែលកើតឆ្នាំមមីរាសីសម្រាប់ខែមីនាឆ្នាំ2025លេខសំណាងលេខ195ពណ៌សំណាងពណ៌ស្វាយបងប្អូនណាបាទឆ្នាំមមីលេខសំណាងលេខ195ពណ៌សំណាងពណ៌ស្វាយអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមីក្តីលោកអ្នកដែលមិនមែនជាអ្នកកើតឆ្នាំមមីក្តីលោកអ្នកអាចខមមិននៅលេខសំណាងបានគឺលេខ195យើងមានស្វាមីយើងមានកូនដែលកើតឆ្នាំមមីយើងអាចខមមិនលេខសំណាងនេះជំនួសគាត់បានណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមីលេខសំណាង195ពណ៌សំណាងពណ៌ស្វាយរាសីរបស់លោកអ្នកប្រចាំខែមីនាឆ្នាំ2025លោកអ្នកដែលកើតនៅឆ្នាំមមីដើមខែបាទដើមខែចូលមកអ្នកដែលកើតឆ្នាំមមីសប្បាយចិត្តរីករាយដោយសារមានលៀបចូលមានលុយចូលណាបាទសប្បាយចិត្តរីករាយលោកអ្នកដែលកើតឆ្នាំមមីដើមខែចូលមកដល់សប្បាយចិត្តណាបាទសប្បាយចិត្តហើយក៏រីករាយព្រោះសារយើងមានលៀបចូលមកដើមខែមមីមានលៀបអញ្ចឹងសប្បាយចិត្តណារឿងខ្លះដែលមិនល្អយើងបំភ្លេចចោលរឿងដែលល្អគឺយើងនៅតែបន្តហើយយើងក៏សប្បាយចិត្តយើងក៏រីករាយយើងក៏ធ្វើអីបានកាក់កបត្រឡប់មកវិញអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីពីថ្ងៃដើមខែទៅគឺអូសប្បាយចិត្តណារីករាយណាដោយសារមានលៀបមានជ័យអញ្ចឹងខ្ញុំសូមអបអរសាទរណាបើអ្នកកើតឆ្នាំមមីដើមខែនេះមានលៀបហើយបានសប្បាយចិត្តហើយលៀបនឹងលៀបអីគេអ្នកខ្លះក៏មិនទាន់បានលៀបទេអ្នកខ្លះក៏បានរួចទៅហើយអញ្ចឹងអ្នកមិនទាន់បានចិត្តបានហើយត្រៀមខ្លួនទទួលយកធ្វើចិត្តធ្វើកាយឲ្យសប្បាយឲ្យរីករាយអញ្ចឹងមមីដើមខែសប្បាយចិត្តរីករាយដោយសារមានលៀបមានសំណាងមានលុយកាក់ចូលមកចឹងហេងកាក់កបរីចម្រើនណាបាទហើយមមីពីថ្ងៃទី8ដល់ថ្ងៃទី12សុខភាពអត់ល្អទេអាចឈឺបាទឈឺណាចឹងពីថ្ងៃទី8ដល់ថ្ងៃ12លោកអ្នកដែលកើតឆ្នាំមមីសូមថែរក្សាសុខភាពបន្តិចបើលោកអ្នកមិនថែរក្សាសុខភាពទេអាចនឹងឈឺណាបងប្អូនណាបាទចឹងមមីពីថ្ងៃទី8ដល់ថ្ងៃ12សូមឲ្យមានការថែរក្សាសុខភាពបន្តិចបើមិនថែរក្សាសុខភាពទេគឺឈឺហ្នឹងមិនមែនឈឺតិចទេណាឈឺខ្លាំងទៅទៀតណាខាតពេលខាតវេលាព្រោះថាតែឈឺគឺមិនល្អទេបាទឈឺអាចប៉ះពាល់ដល់សុខភាពអាចប៉ះពាល់ដល់រូបរាងកាយយើងហើយខាតពេលខាតវេលាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីគឺត្រូវតែប្រយ័ត្នរឿងជំងឺឈឺថ្កាត់បន្តិចពីថ្ងៃទី8ដល់ថ្ងៃ12បាទហើយអ្នកដែលកើតឆ្នាំមមីទៀតសោតណាពីថ្ងៃ19ដល់ថ្ងៃ23ពីថ្ងៃ19ដល់ថ្ងៃ23លោកអ្នកដែលកើតនៅឆ្នាំមមីតមាត់តមកតពាក្យតសម្ដីដោយសារតែយើងកើតឆ្នាំមមីបើមិនតមាត់មិនតកមិនតពាក្យមិនតសម្ដីទេអាចមានរឿងឆ្លោះប្រកែកកើតឡើងជាពិសេសជាមួយអ្នកធ្វើការជាមួយឬមួយអ្នកចិត្តខាងអញ្ចឹងអ្នកកើតឆ្នាំមមីឆ្លោះជាមួយអ្នកចិត្តខាងឆ្លោះជាមួយនឹងអ្នកធ្វើការជាមួយបើយើងអត់តពីថ្ងៃ19ដល់ថ្ងៃ23ព្រោះថាមនុស្សអ្នកកើតឆ្នាំមមីគឺជាមនុស្សម្នាក់ដែលស្មោះត្រង់ត្រង់សពត្រង់ទាំងពាក្យត្រង់សម្ដីត្រង់ទាំងការនិយាយត្រង់ទាំងមាត់ត្រង់ទាំងកអញ្ចឹងអ្នកកើតឆ្នាំមមីជំរាបជូនលោកអ្នកបន្តិចពីថ្ងៃ19ដល់ថ្ងៃទី23គឺលោកអ្នកនឹងត្រូវមានចំនួនឆ្លោះទាត់តែងគ្នាបែកផ្សែងជាមួយអ្នកជុំវិញខ្លួនអញ្ចឹងមមីបើអត់ធ្មត់បានអាហ្នឹងគឺអត់ឆ្លោះទេប៉ុន្តែបើសិនជាមមីអត់បានទេអាហ្នឹងគឺឆ្លោះហើយបាទឆ្លោះហើយណាចឹងជំរាបជូនម្ដងទៀតអ្នកកើតឆ្នាំមមីពីថ្ងៃទី19ដល់ថ្ងៃ23លេខគេថាអាចមានចំនួនឆ្លោះទាស់ទេទី1រវាងអ្នកធ្វើការជាមួយ
ទី2អ្នកជិតខាងទី3សាច់ញាតិចឹងបើយើងតមបានអានឹងរួចខ្លួនប៉ុន្តែបើតមបានទេគឺអត់រួចខ្លួនទេមានបញ្ហាធំកើតឡើងចូលមកចឹងយើងត្រូវតែប្រយ័ត្នចឹងប្រយ័ត្នបន្តិចលោកអ្នកដែលកើតឆ្នាំមមីប្រយ័ត្នឲ្យមែនតើអ្នកណាជេរយើងក៏យើងមិនតទេស្ដាប់បណ្ដាំគ្រូមហាជុំថាគ្រូមហាជុំអត់ឲ្យតទេចឹងកុំតព្រោះតក៏វាអត់មានប្រយោជន៍អីដែរចឹងប្រយ័ត្នប្រយែងបន្តិចណាឆ្នាំមមីថែទាំផ្លេចចិត្តឲ្យរឹងមាំណាថាអីថាទៅណានិយាយអីនិយាយទៅមិនបាច់ខ្វាយខ្វល់មួយវាទេវាខ្មែរគេថាឆ្កែនៅតែព្រោះមនុស្សនៅតែដើរចឹងយើងមនុស្សយើងកុំទៅឆ្លោះជាមួយសត្វណាចឹងយើងកុំទៅប្រកែកយើងកុំទៅប្រកាន់អត់មានបញ្ហាអីកើតឡើងទេប៉ុន្តែបើយើងប្រកែកយើងប្រកាន់អានឹងអូទុខេដឹងថាมันល្អហើយចឹងប្រយ័ត្នប្រយែងបន្តិចណាបងប្អូនណាបាទចឹងពីថ្ងៃទី19ដល់ថ្ងៃ23គឺត្រូវតមាត់តមកតមពាក្យតមសំដីឆ្នាំមមីចុងខែបាទឆ្នាំមមីចុងខែមមីចុងខែមិនិនាបាទមមីចុងខែមិនិនាលក់របស់ដាច់បាទលក់របស់ដាច់ណាបងប្អូនណាបាទមមីចុងខែលក់របស់ដាច់អញ្ចឹងលោកអ្នកដែលលក់យូរហើយមិនដាច់លោកអ្នកដែលលក់របស់យូរហើយមិនដាច់ណាបាទលោកអ្នកដែលលក់របស់យូរហើយមិនដាច់ឥឡូវនេះគឺដាច់ហើយលោកអ្នកដែលលក់របស់យូរហើយមិនដាច់ឥឡូវមមីចុងខែនេះគឺលក់ដាច់អីបងប្អូនណាបាទចឹងយើងចាំមើលថាតើឆ្នាំមមីលក់មិនដាច់ហ្នឹងឥឡូវលក់ដាច់ហ្នឹងលក់អីដាច់ចឹងចាំជួយជំរាបប្រាប់លោកគ្រូមហាជុំផងថាលក់ដាច់ហ្នឹងដាច់ស្អីទៅប៉ុន្តែលេខគេថាលោកអ្នកនឹងលក់ដាច់បាទនេះឆ្នាំមមីនេះចុងខែលក់របស់ដាច់ចឹងអបអរសាទរដល់អ្នកដែលកើតឆ្នាំមមីផងហើយលោកអ្នកដែលកើតនៅឆ្នាំមមីកុំភ្លេចលេខសំណាងដែលខ្ញុំបានចែកលេខជូនគឺលេខ195ណា195ហើយពណ៌សំណាងគឺពណ៌ស្វាយបាទពណ៌ស្វាយចឹងអ្នកដែលកើតឆ្នាំមមីលេខសំណាង195ពណ៌សំណាងពណ៌ស្វាយចឹងលោកអ្នកមានលៀបមានសំណាងលោកអ្នកកាក់កបលោកអ្នករីកចម្រើនហេងហើយក៏ធ្វើអីមួយក៏ល្អជោគជ័យទៅតាមនឹងផងដែរចឹងសូមជូនពរដល់លោកអ្នកដែលកើតឆ្នាំមមីទាំងអស់សុខសប្បាយកាក់កបបងប្អូនណាប្រយ័ត្នមាត់ប្រយ័ត្នកប្រយ័ត្នពាក្យសម្ដីបន្តិចណាលោកអ្នកដែលកើតឆ្នាំមមីបងប្អូនកូនក្មួយទាំងអស់ណាអ្នកដែលមានវិបត្តិស្នេហាប្តីមានស្រីប្តីក្បត់ចិត្តច្បាយនាយមិនគេថាស្ដីបន្ទោសស្អប់តែយើងមួយធ្វើអីគេមើលមិនឃើញលក់ដូរមិនសូវដាច់អត់មានគេហៅថាលៀបជ័យអីចូលមកណាអញ្ចឹងទៅធ្វើការឲ្យគេអាណិតគេស្រឡាញ់ចង់ឲ្យប្តីស្រឡាញ់កុំឲ្យប្តីមានស្រីមានអីជាដើមឬមួយបញ្ហាណាមួយដែលមិនល្អបងប្អូនកមុនស្នេហ៍លោកគ្រូមហាជុំបកាយស័ក្តិសិទ្ធិណាស់នេះកមុនស្នេហ៍នេះបងប្អូនណាបើចង់ដឹងបើមានបញ្ហាអាចសាកល្បងប្រើបានឧទាហរណ៍ថាប្តីមានស្រីថ្នាក់លើនឹងស្អប់តែយើងមុខមិនរីកជែកមិនទុំធ្វើបាបយើងដាក់សម្ពាធលើយើងឬមួយក៏យើងលក់ដូរអត់ដាច់និយាយទៅគេមិនស្ដាប់និយាយមួយគេមិនជាប់ធ្វើអីមិនបានកាក់កបឬមួយក៏យើងនឹងណាប្តីយើងមានស្រីប្តីយើងអត់ឲ្យលុយយើងប្តីយើងដេកបាយខ្នងមួយយើងប្លែកពីមុនឬមួយយើងចង់ឲ្យគូស្នេហ៍យើងស្រឡាញ់តែយើងមួយចង់ឲ្យយើងលក់ដូរមានលៀបមានសំណាងគេអាណិតគេស្រឡាញ់បានលុយធីបច្រើនបងប្អូនជាវក្រមួនស្នេហ៍នេះយកទៅលាបបានណាមួយទឹកស្អាតរៀបទៅធ្វើការបងប្អូនលាបប្រវេមាត់លើប្រវេមាត់ក្រោមចើមស្ដាំចើមឆ្វេងបងប្អូនទៅនិយាយកិច្ចការមួយគេណាគឺគ្រាន់តែគេស្ដាប់សំឡេងយើងនឹងមានសារការលិនថោងជួយឲ្យយើងបានល្អជួយឲ្យយើងបានកាក់កបរីកចម្រើនត្រឡប់មកវិញចឹងបងប្អូនណាបើសិនជាចង់មានលៀបមានសំណាងអាចជាវក្រមួនស្នេហ៍ស័ក្តិសិទ្ធិពីលោកគ្រូមហាជុំយកទៅលៀបបានក្រោយតែពីលៀបហើយណាបកាយណាបតុនចិត្តគេក៏បកាយប្តីមានស្រីក៏ត្រឡប់មកវិញដែរសង្សារបែកចិត្តក៏លៀបបានលក់ដូរដាច់រោស៊ីមានបានឲ្យគេអាណិតឲ្យគេស្រឡាញ់ធ្វើអីក៏បានដែរបើសិនបើលោកអ្នកជឿជាក់លោកអ្នកអាចជាវក្រមួនស្នេហ៍ស័ក្តិសិទ្ធិពីលោកគ្រូមហាជុំយកទៅលៀបបានព្រោះក្រមួននេះប្រសិទ្ធិបលីកាយ៉ាងត្រឹមត្រូវចេញពីប្រទាលស្នេហ៍108មុខបកាយស័ក្តិសិទ្ធិរឿងស្នេហ៍ស្នូករឿងគេហៅថាមុនស្នេហ៍ណាបងប្អូនអាចជាវក្រមួននេះបាននេះបកាយណាបងប្អូនណាបាទលក់ដូររោស៊ីអីក៏បានកាក់កបត្រឡប់មកវិញដែរចឹងបងប្អូនអាចជាវកមួនស្នេហ៍ស័ក្តិសិទ្ធិនេះពីលោកគ្រូមហាជុំយកទៅលៀបបានបងប្អូនចង់បានឆាតចូលពេកណាឬមួយក៏ទំនាក់ទំនងតាមលេខទូរស័ព្ទយើងបានដាក់ជូនលេខ07គុត29 29 38 099 40គុត8637លោកអ្នកដែលកើតនៅឆ្នាំមមីណាជូនពរសុខសប្បាយចឹងអ្នកកើតឆ្នាំមមីខមមិនលេខសំណាងបាទលេខ195ហើយពណ៌សំណាងពណ៌ស្វាយទាំងអស់គ្នាណាបាទចូលដល់មមីចូលដល់ចប់ពីមមីណាមិញណាឥឡូវខ្ញុំសូមទូទាយរាសីឆ្នាំមម៉ែបាទរាសីឆ្នាំមម៉ែសម្រាប់ខែមិនិនាឆ្នាំ2025មម៉ែលេខសំណាង954ពណ៌សំណាងពណ៌សបាទលោកអ្នកដែលកើតនៅឆ្នាំមម៉ែបាទលោកអ្នកដែលកើតឆ្នាំមម៉ែលេខសំណាង954ពណ៌សំណាងពណ៌ស
ចឹងលោកអ្នកកើតឆ្នាំមួយម៉ែខមមិនលេខសំណាងទាំងអស់គ្នាណាដាក់លេខ954ចំណែកពណ៌សំណាងគឺពណ៌សបងប្អូនណាបាទចឹងលោកអ្នកណាដែលកើតនៅឆ្នាំមួយម៉ែខមមិនលេខសំណាង954ពណ៌សំណាងពណ៌សរាសីសម្រាប់ខែមិនិនាឆ្នាំ2025ខែមិនិនាដើមខែចូលមកដល់អ្នកដែលកើតឆ្នាំមួយម៉ែមានលុយធំចូលមានលៀបធំចូលអ្នកកើតឆ្នាំមួយម៉ែណាដើមខែចូលមកដល់មានលៀបធំចូលមានលុយធំចូលចឹងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែទាំងអស់យើងចាំមើលថាតើនៅដើមខែមិនិនានេះយើងមានលុយធំអីចូលយើងមានលៀបធំអីចូលចឹងមួយម៉ែកើតចូលមកដល់ដើមខែមានលៀបធំចូលមានលុយធំចូលអញ្ចឹងយើងចាំមើលទាំងអស់គ្នាណាបងប្អូនណាបាទចឹងមួយម៉ែដើមខែមានលុយធំចូលហើយមានលៀបចូលទៀតណាបាទចឹងលោកអ្នកដែលកើតឆ្នាំមួយម៉ែជូនពរឲ្យដើមខែហ្នឹងមានលៀបចូលហើយលៀបធំដូចអ្វីដែលលោកគ្រូមហាជុំទូទាយចឹងឆ្នាំមួយម៉ែដើមខែលៀបធំចូលបាទចូលមកគ្រប់ទិសចឹងលៀបហ្នឹងលៀបអត់នឹកស្មានដល់ទេណាចិត្តហ្នឹងគិតថាអញមានលៀបបន្តិចទេស្រាប់តែវាបានមកពុទ្ធោព្រះអាឡាបានមកច្រើនបាទបានមកច្រើនមែនតើចឹងអ្នកដែលកើតឆ្នាំមួយម៉ែដើមខែមានលៀបលុយចូលបាទមានលៀបធំចូលចឹងជូនពរឲ្យបានល្អដូចបំណងបងប្រាថ្នាណាលោកអ្នកដែលកើតឆ្នាំមួយម៉ែដើមខែមានលៀបធំចូលលៀបនោះបានមកពីណាលោកគ្រូអត់ដឹងទេប៉ុន្តែដឹងថាមានលៀបធំចូលចឹងសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំមួយម៉ែទាំងអស់សូមបានសុខសប្បាយហើយមានលៀបចូលច្រើនណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំមួយម៉ែដដែលពីថ្ងៃ9ដល់ថ្ងៃ13មួយម៉ែពិបាកចិត្តព្រួយអើយសែនព្រួយស្ទើរតែរលេះរលួយហើយបេះដូងខ្ញុំឆ្នាំមួយម៉ែបងប្អូនណាបាទពីថ្ងៃ9ដល់ថ្ងៃ13រៀងពិបាកចិត្តបន្តិចបាទអត់សូវសប្បាយចិត្តប៉ុន្មានទេលេខនេះកើតទុកព្រួយបារម្ភរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរកើតក៏កើតចិត្តតែគិតចិត្តតែព្រួយចិត្តតែបារម្ភអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែរៀងពិបាកចិត្តបន្តិចចាប់ពីថ្ងៃទី9ដល់ថ្ងៃទី13ខែមិនិនាអញ្ចឹងពីថ្ងៃ9ដល់ថ្ងៃ13ខែមិនិនាអ្នកដែលកើតឆ្នាំមួយម៉ែពិបាកចិត្តបាទពិបាកចិត្តគិតអីក៏គិតអត់ចេញដែរធ្វើអីក៏ធ្វើមិនចេញដែរគិតចុះគិតឡើងវល់អញ្ចឹងខ្ញុំសូមប្រាប់ថាអ្នកដែលកើតឆ្នាំមួយម៉ែទាំងឡាយសូមកុំពិបាកចិត្តសូមកុំកើតទុកបន្តទៅទៀតពេលខ្លះរឿងដែលលោកអ្នកពិបាកចិត្តនេះគឺមិនគួរពិបាកទេរឿងដោះស្រាយចេញសោះរឿងអត់ប្រយោជន៍សោះហេតុអីបានយកមកគិតអញ្ចឹងឈប់ឲ្យគិតណាលេខលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែហ្នឹងពីថ្ងៃ9ដល់ថ្ងៃ13ឈប់គិតអត់មានអីធំដុំទេប៉ុន្តែបើគិតអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរឈប់គិតទៅណាបាទអញ្ចឹងកុំគិតកុំខ្វល់កុំពិបាកចិត្តព្រោះដឹងថាហេងហើយប៉ុន្តែរឿងគិតអត់ប្រយោជន៍ណាបាទគិតអត់ប្រយោជន៍អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែគឺសូមឲ្យលោកអ្នកឈប់ពិបាកចិត្តពីថ្ងៃ9ដល់ថ្ងៃ13ពិបាកចិត្តហើយចាប់ពីថ្ងៃ20ដល់ថ្ងៃ24លោកអ្នកដែលកើតឆ្នាំមួយម៉ែណាថែរក្សាសុខភាពបន្តិចលោកអ្នកតែងតែអួតខ្លួនឯងក្តែងថាអូយអញឆ្នាំមួយម៉ែណាអញចេះឈឺផ្ដាស់ទេអញឆ្នាំមួយម៉ែណាអញចេះទុនជ្រាយទេប៉ុន្តែមួយម៉ែមកក្នុងដំណាក់កាលនេះណាគឺមួយម៉ែពិបាកចិត្តបាទហើយមួយម៉ែពីថ្ងៃ20ដល់ថ្ងៃ24មួយម៉ែអាចឈឺមួយម៉ែអាចឈឺណាបងប្អូនណាកុំអួតណាអ្នកកើតឆ្នាំមួយម៉ែអាចឈឺអញ្ចឹងចន្លោះពីថ្ងៃទី20ដល់ថ្ងៃ24លោកអ្នកដែលកើតឆ្នាំមួយម៉ែគឺត្រូវប្រយ័ត្នសុខភាពបន្តិចបាទលោកអ្នកដែលកើតឆ្នាំមួយម៉ែគឺត្រូវប្រយ័ត្នសុខភាពបន្តិចបើមិនប្រយ័ត្នសុខភាពទេលោកអ្នកអាចឈឺណាចឹងប្រយ័ត្នប្រយែងតិចអ្នកកើតឆ្នាំមួយម៉ែពីថ្ងៃ20ដល់ថ្ងៃ24គឺប្រយ័ត្នឈឺណាបាទពីឆ្នាំមួយម៉ែដដែលនៅចុងខែមួយម៉ែនៅចុងខែលោកអ្នកនឹងលក់របស់ដាច់មួយម៉ែចុងខែលក់របស់ដាច់ណាបងប្អូនណាបាទចឹងចង់ដឹងថាតើឆ្នាំមួយម៉ែនៅចុងខែមីនានេះលក់របស់ឲ្យដាច់ចាំអ៊ុតមើលទាំងអស់គ្នាព្រោះចុងខែជិតដល់ហើយចឹងយើងចាំអ៊ុតមើលទាំងអស់គ្នាណាបងប្អូនណាបាទថាតើមួយម៉ែយ៉ាងម៉េចដែរនៅចុងខែចឹងសូមជូនពរឲ្យលោកអ្នកដែលកើតឆ្នាំមួយម៉ែទាំងអស់សុខសប្បាយហេងកកបរីកចម្រើនព្រោះថាមួយម៉ែចុងខែយើងមានលៀបចូលហើយលក់ដាច់ទៀតលក់របស់ដាច់ចឹងរបស់ហ្នឹងរបស់អីគេទៅអ្នកកើតឆ្នាំមួយម៉ែចឹងមួយម៉ែចង់លក់របស់ដាច់ចង់ហេងឃើញវីដេអូនេះសូមខមមិនលេខសំណាងទៅលោកគ្រូបានដាក់ជូនលេខ954ហើយពណ៌សំណាងលោកអ្នកពាក់អាវពណ៌សណាទៅនិយាយកិច្ចការងារទៅធ្វើការអីអាចនិយាយពាក់អាវពណ៌សអាហ្នឹងលៀបចូលលុយចូលកកបហូរចូលណាបងប្អូនណាបាទអញ្ចឹងសរុបមកវិញលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែសូមលោកអ្នកខមមិននៅលេខសំណាងគឺលេខ954
9 5 4ពណ៌សំណាងគឺពណ៌សលោកអ្នកកាក់កបលោកអ្នករីកចម្រើនលោកអ្នកហេងលោកអ្នកល្អលោកអ្នកជោគជ័យលោកអ្នកដែលកើតឆ្នាំមួយម៉ែក្តីលោកអ្នកដែលកើតឆ្នាំផ្សេងក្តីបើសិនបើចង់ឲ្យលោកអ្នកចង់ឲ្យរាសីឡើងចង់ឲ្យកាក់កបចង់ឲ្យរីកចម្រើនចង់ឲ្យរកចំណូលចូលបានច្រើនចង់ឲ្យហេងចង់តម្លើងរាសីឲ្យខ្ពស់ចង់ឲ្យឈ្នះមារឈ្នះសត្រូវបងប្អូននេះគឺជាខ្សែដៃនាំលៀបខ្សែដៃនាំសំណាងខ្សែដៃហេងចឹងបងប្អូនយកទៅពាក់ក៏បានបងប្អូនដាក់ជាប់នឹងខ្លួនក៏បានណាគឺបកាយស័ក្តិសិទ្ធិអាចជួយឲ្យបងប្អូនហេងអាចជួយឲ្យបងប្អូនរីកចម្រើនទៅបានអញ្ចឹងខ្សែដៃ5ធាតុនេះគេហៅថាខ្សែដៃដោះបំណុលខ្សែដៃស្រូបលុយយកទៅពាក់ដោះបំណុលយកទៅពាក់ទៅស្រូបលុយហេតុអីមកខ្សែដៃនេះដោះបំណុលហេតុអីមកខ្សែដៃនេះស្រូបលុយដោយសារខ្សែដៃនេះកាលណាយើងយកទៅពាក់តម្លើងរាសីកាលណារាសីធ្លាក់យើងអត់មានលុយចូលកាលណារាសីធ្លាក់យើងจะពាក់គេប៉ុន្តែបើរាសីយើងឡើងពាក់ខ្សែដៃនេះទៅរាសីឡើងយើងលក់ដាច់យើងរកស៊ីបានអាហ្នឹងស្រូបលុយមកហើយអញ្ចឹងកាលណាយើងមានលុយយើងអាចសងគេបានណាអញ្ចឹងខ្សែដៃនេះគឺពូកែដើម្បីជួយជំរុញរាសីរបស់យើងឲ្យល្អជួយជំរុញរាសីរបស់យើងឲ្យឡើងជួយជំរុញរាសីរបស់យើងឲ្យហេងជួយជំរុញរាសីរបស់យើងឲ្យកាក់កបដូច្នេះបងប្អូនកូនក្មួយលោកអ្នកដែលកំពុងតាមដានទស្សនានៃការ live របស់លោកគ្រូមហាជុំនៅក្នុងរាត្រីនេះសូមបងប្អូនកូនក្មួយណាបាទកុំភ្លេចជាវនៅខ្សែដៃហុងស៊ុយនេះយកទៅពាក់បានគ្រប់គ្នាខ្សែដៃហុងស៊ុយនេះយើងអត់មានច្រើនទេយើងមានតិចអញ្ចឹងបងប្អូនណាចង់បានលោកអ្នកអាចជាវបានណាបងប្អូនណាបានអញ្ចឹងខ្សែដៃហុងស៊ុយចង់បានឆាបចូលពេកយើងអាចជាវបានបាទខ្សែដៃហុងស៊ុយនាំលៀបនាំសំណាងជូនដល់លោកអ្នកហើយចំណែកឯលោកអ្នករឿងស្នេហារឿងអ្វីគ្រប់យ៉ាងដែលមិនសូវជាល្អក៏មួនស្នេហ៍ស័ក្តិសិទ្ធិនេះអាចជួយបានយើងយកទៅលៀបគឺលៀបទៅនាំលៀបនាំសំណាងលៀបទៅកាក់កបលៀបទៅរីកចម្រើនណាប្តីអត់ស្រឡាញ់យើងគូស្នេហ៍ឲ្យទៅរឿងស្នេហារឿងផិតក្បត់រឿងអីក៏ដោយលោកអ្នកសាកល្បងប្រើកមួនស្នេហ៍ស័ក្តិសិទ្ធិរបស់លោកគ្រូមហាជុំប្រើឲ្យគឺបានល្អប្រើឲ្យគឺបានជោគជ័យនេះអាចជាវបានណាបាទខ្សែដៃកមួនស្នេហ៍ស័ក្តិសិទ្ធិលោកអ្នកចង់បានលោកអ្នកអាចជាវពីលោកគ្រូមហាជុំយកទៅបានណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំទាំងអស់ចង់ហេងចង់កាក់កបអាចជាវខ្សែដៃហុងស៊ុយយកទៅពាក់ហើយអ្នកដែលអូលោកគ្រូខ្ញុំប្តីមានស្រីអូលោកគ្រូខ្ញុំលុបអត់ដាច់ស្អីណាគេសំដីមិនទុនអីអាចជាវនៅកមួនស្នេហ៍យកទៅលៀបបានបងប្អូនណាបាទកមួនស្នេហ៍គឺបកាយស័ក្តិសិទ្ធិណាបងប្អូនអាចជាបានណាបាទចង់បានអាចជាបានឆាបចូលពេកឬមួយក៏បងប្អូនកុំក្មួយទំនាក់ទំនងតាមលេខទូរស័ព្ទដែលយើងបានដាក់ជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកមួនស្នេហ៍ស័ក្តិសិទ្ធិក៏មានខ្សែដៃក៏មានចង់បានយកទៅជាវណាជាវបានឆាបចូលពេកបងប្អូនណាឬមួយក៏តំណែងតាមលេខទូរស័ព្ទដែលលោកគ្រូបានដាក់ជូន07គុណ29 29 38 099 40គុណ86 37បងប្អូនណាបាទខ្ញុំសូមចេញតិចខ្ញុំមកញ៉ាំទឹកតិចសំទោសណាបាទតិចខ្ញុំចូលវិញកុំអត់ទៅណាបងប្អូនណាមិញសុំទោសខ្ញុំចេញបន្តិចដោយសារខ្ញុំមកទទួលទានទឹកឡាយឡើង2ម៉ោងហើយអញ្ចឹងស្អកកណាបាទអញ្ចឹងតាបងប្អូនយើងសុំបន្តទៀតមិញនេះខ្ញុំសុំទូទាយជូនដល់លោកអ្នកដែលកើតឆ្នាំមួយម៉ែអញ្ចឹងមួយម៉ែលេខសំណាងលេខ954ពណ៌សំណាងពណ៌សណា comment លេខ954 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ954បាទអញ្ចឹងឥឡូវអរគុណលោកអ្នកខ្ញុំសុំបន្តទៀតចូលដល់ឆ្នាំ Work បាទ Work យ៉ាងម៉េចទៅ Work លេខសំណាងរបស់លោកអ្នកគឺលេខ231បាទឆ្នាំ Work លេខសំណាងលេខ231ចំណែកពណ៌សំណាងសម្រាប់ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំ Work គឺប្រើពណ៌ផ្កាឈូកពណ៌ផ្កាឈូកគឺជាពណ៌នាំលៀបនាំសំណាងហេងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំ Work ណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំ Work សូម comment នៅលេខសំណាងគឺលេខ231ចំណែកពណ៌សំណាងគឺពណ៌ផ្កាឈូកបងប្អូនដែលកើតឆ្នាំ Work comment លេខ231 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ231លោកអ្នកដែលកើតនៅឆ្នាំ Work បាទដើមខែចូលមកដល់លោកអ្នកមានចំនួនឆ្លោះទាស់តែងជាមួយប្តីប្រពន្ធឬមួយក្រុមគ្រួសារអញ្ចឹងលោកអ្នកដែលកើតឆ្នាំ Work ដើមខែអាចឆ្លោះជាមួយប្តីប្រពន្ធណាបាទគូស្នេហ៍អញ្ចឹងប្រយ័ត្នប្រយែងអត់ធ្មត់ពូលេខដើមខែ3ចូលមកដល់លោកអ្នកដែលកើតឆ្នាំ Work អត់ទៅឆ្លោះគ្នាជាមួយនឹងអ្នកណាទេគឺលេខនេះគឺត្រូវឆ្លោះគ្នាជាមួយនឹងប្តីប្រពន្ធគឺឆ្លោះគ្នាជាមួយនឹងគូស្នេហ៍ព្រោះរៀងផុយស្រួយបន្តិចបាទរៀងផុយស្រួយបន្តិចណាអ្នកកើតឆ្នាំ Work អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំ Work សូមលោកអ្នកអត់ធ្មត់ឲ្យបានកាន់តែខ្លាំងគឺកាន់តែល្អដោយសារលេខលោកអ្នកដែលកើតនៅឆ្នាំ Work ហ្នឹងបើមិនអត់ធ្មត់ទេគឺប្រយ័ត្នបន្តិចបាទប្រយ័ត្នហ្នឹងគឺប្រយ័ត្នរឿងចំនួន
កាលណាតែឆ្លោះហើយវាមិនមែនឆ្លោះហើយសុបាយចិត្តទេបាទឆ្លោះហើយវាពិបាកចិត្តឆ្លោះហើយវាអត់សូវល្អតែឆ្លោះហើយមិនសុបាយចិត្តឆ្លោះហើយគឺពិបាកចិត្តខាតសពខាតគ្រប់ខាតទាំងអាយុខាតទាំងសម្រស់ទៀតព្រោះកាលណាតែឆ្លោះគ្នាហើយគឺពិបាកចិត្តហើយបាទអញ្ចឹងបងប្អូនកូនក្មួយទាំងអស់បាទដែលកើតនៅឆ្នាំដែលកើតនៅឆ្នាំវោកនេះសូមឲ្យលោកអ្នកមានការប្រយ័ត្នប្រយែងបន្តិចបើមិនអញ្ចឹងទេឆ្លោះហើយប្រកាច់ប្រកាន់បែកបិណ្ឌទៅជាបាយបាតអញ្ចឹងអត់ធ្មត់ជាមួយគ្នាបន្តិចណាបងប្អូនណាបាទអ្នកពីកើតឆ្នាំវោកមិនថាប្រុសមិនថាស្រីទេមានការអត់ធ្មត់បន្តិចបើមិនអញ្ចឹងទេគឺឆ្លោះហើយណាបាទខ្ញុំមិនថាអីទេប៉ុន្តែសូមឲ្យបងប្អូនត្រូវតែប្រយ័ត្នប្រយែងអ្នកដែលកើតឆ្នាំវោកពីថ្ងៃទី8ដល់ថ្ងៃទី12នៅក្នុងខែមីនាឆ្នាំ2025អាចមានគេលៀបពណ៌អាចមានគេចំណែនអាចមានគេរោគរឿងយើងអត់ដែរធ្វើអីគេទេយើងអត់ដែរទៅរករឿងអ្នកណាទេយើងអត់ដែរខ្វាយខ្វល់ពីអ្នកណាទេប៉ុន្តែគេខ្វាយខ្វល់ពីយើងគេរករឿងយើងគេធ្វើបាបយើងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកពីថ្ងៃ8ដល់ថ្ងៃ12នេះត្រូវគេលៀបពណ៌ត្រូវគេចំណែនត្រូវគេឈ្នានីសត្រូវគេរិះគន់យើងនិយាយដើមយើងពេបជ្រាយើងអីអញ្ចឹងណាបងប្អូនណាបាទប៉ុន្តែបងប្អូនត្រូវដឹងថាมันបាច់គិតมันបាច់ខ្វល់มันបាច់ព្រួយมันបាច់បារម្ភទេអ្នកណាលៀបពណ៌យ៉ាងម៉េចក៏ដោយអ្នកណាធ្វើអីក៏ដោយគឺធ្វើអីយើងអត់បានទេគេដឹងថាយើងមនុស្សត្រង់គេដឹងថាមនុស្សយើងចូលចិត្តត្រង់អញ្ចឹងគេព្យាយាមចាក់យើងដើម្បីឲ្យយើងនឹងផ្ទុះឡើងមកឲ្យយើងនឹងខ្លាចគេថាចេញមកអញ្ចឹងទៅយើងអ្នកខុសណាព្រោះយើងឆ្នាំវោកយើងត្រង់អាណាឈ្នានេះយើងមកយើងចង់ទៅផ្ទុះឲ្យចេញមកអញ្ចឹងយកឈ្នះណាអញ្ចឹងមិនបាច់ចង់ចាញ់ចង់ឈ្នះទេព្រោះវាអត់ប្រយោជន៍អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកគឺពីថ្ងៃ8ដល់ថ្ងៃ12គឺមានគេលៀបពណ៌គឺមានគេលៀបពណ៌ប៉ុន្តែលៀបយ៉ាងម៉េចក៏ដោយគឺអត់អីទេកុំតប៉ុន្តែតគឺចាញ់គេណាទោះបីអ្នកឯងក៏ពុះមេឃក៏ដោយគឺត្រូវតែចាញ់គេដែរប៉ុន្តែបើគេយើងនៅស្ងៀមយើងកុំតថ្ងៃក្រោយវាលែងហ៊ានហើយអញ្ចឹងនៅក្នុងដំណាក់កាលនេះខ្ញុំសូមជម្រាបជូនដល់បងប្អូនថាធ្វើយ៉ាងម៉េចឲ្យឈ្នះគេធ្វើយ៉ាងម៉េចឲ្យឈ្នះឈប់លវីលវល់ឈប់ខ្វល់ហើយឈប់គិតចាប់ពីថ្ងៃហ្នឹងទៅគឺអញឈ្នះគេអត់ឲ្យចាញ់អ្នកណាទាំងអស់ចឹងចាប់ពីថ្ងៃហ្នឹងទៅលេងអីណាបងប្អូនណាបាទហេងកាក់កបរីកចម្រើនចឹងពីថ្ងៃទី8ដល់ថ្ងៃ12គឺមានគេលៀបពណ៌មានគេចំណែនមានគេឈ្នានីសប៉ុន្តែកុំតតែតអត់បានទេហាមហើយហាមទៀតអ្នកកើតឆ្នាំវោកបាទអ្នកកើតឆ្នាំវោកពីថ្ងៃ19ដល់ថ្ងៃទី23ឡើងបុណ្យស័ក្តិឋានៈទូនីតិបាទឡើងបុណ្យស័ក្តិឋានៈទូនីតិមានកិត្តិយសខ្ពង់ខ្ពស់អញ្ចឹងអ្នកកើតឆ្នាំវោកពីថ្ងៃទី19ដល់ថ្ងៃទី23លោកអ្នកឡើងបុណ្យស័ក្តិឋានៈទូនីតិឡើងបុណ្យស័ក្តិឡើងឋានៈឡើងទូនីតិហ្នឹងគឺបានន័យថាយើងនឹងល្អយើងនឹងមានឡើងបុណ្យស័ក្តិព្រោះណាកាលណាតែឡើងបុណ្យស័ក្តិលុយឡើងអាហ្នឹងមែនឬអត់បងប្អូនណាបាទអញ្ចឹងបងប្អូនណាកាលណាតែយើងឡើងឋានៈហើយឡើងបុណ្យស័ក្តិហើយគឺយើងមានលុយអញ្ចឹងអ្នកណាចំណែនយើងក៏ចំណែនទៅអ្នកណាគេថាអីក៏ថាទៅបងប្អូនយើងឃើញហ៎ឥឡូវនេះយើងឡើងបុណ្យស័ក្តិយើងឡើងទូនីតិអញ្ចឹងយើងបានល្អយើងបានកាក់កបត្រឡប់មកវិញអញ្ចឹងឆ្នាំវោកពីថ្ងៃទី19ដល់ថ្ងៃទី23ឡើងបុណ្យស័ក្តិឡើងឋានៈឡើងទូនីតិលុយក៏ឡើងអ្វីក៏បានដូចចិត្តដូចបំណងប៉ុន្តែកុំចិត្តក្តៅណាកុំចិត្តក្តៅយើងធ្វើអ្វីដោយមួយកុំតក់កុហលអញ្ចឹងពីថ្ងៃទី19ដល់ថ្ងៃទី23គឺល្អឆ្នាំវោកចុងខែឆ្នាំវោកចុងខែបាទឆ្នាំវោកចុងខែនេះឆ្នាំវោកចុងខែបែរថាឆ្នាំវោកចុងខែ3ឆ្នាំវោកចុងខែ3ណាលោកអ្នកនឹងលក់របស់ដាច់បាទនឹងលក់របស់ដាច់អញ្ចឹងឆ្នាំវោកហេងខ្លាំងខែ3ហ្នឹងទោះបីជាមានរឿងមួយចំនួនដែលយើងត្រូវជួបក៏មានរឿងមួយចំនួនក៏ល្អដែរអញ្ចឹងលោកអ្នកដែលកើតឆ្នាំវោកចុងខែលក់របស់ដាច់បាទលក់របស់ដាច់ហ្នឹងបានន័យថាអ្វីដែលយើងលក់យូរហើយលក់មិនដាច់ណាក៏ប្រែជាលក់ដាច់ត្រឡប់មកវិញអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកសូមលោកអ្នកជូនពរឲ្យលក់របស់នឹងដាច់ដោយបំណងពងប្រាថ្នាបាទអញ្ចឹងសូមឲ្យកូនចៅហេងកាក់កបសម្រាប់លោកអ្នកកើតឆ្នាំវោកអញ្ចឹងលោកអ្នកដែលកើតឆ្នាំវោកលក់របស់ដាច់ណាប៉ុន្តែនៅក្នុងខែមីនានេះខ្ញុំ5ទៀតមានអ្នកចំណែនមានអ្នកឈ្នានីសមានអ្នកលៀបពណ៌ប៉ុន្តែកុំខ្វល់កុំតព្រោះវាអត់ប្រយោជន៍ទេណាព្រោះយើងលេខយើងគឺលេខយើងអ្នកកើតឆ្នាំវោកហ្នឹងគឺជាលេខ1ដែលមានគេចំណែនច្រើនដែលមានគេព្យាយាមឈ្នានីសដាក់យើងច្រើនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំវោកយើងសម្បូរអ្នកឈ្នានីសយើងសម្បូរអ្នករករឿងហើយបើយើងជាអ្នកធ្វើការបើយើងជាអ្នករកស៊ីគឺសត្រូវច្រើនអត់ដែលធ្វើអីគេសោះក៏គេចំណែនយើងដែរជួយគេសោះក៏គេចំណែនយើងដែរ
អរគុណណាស់ខ្ញុំសូមទូទាឆ្នាំverb ត្រឹមប៉ុណ្ណឹងបន្ទាប់មកចូលដល់រកាលេខសំណាងគឺលេខ788ពណ៌សំណាងពណ៌ទឹកក្រូចបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរកាសូមលោកអ្នក comment លេខ788ហើយពណ៌សំណាងគឺពណ៌ទឹកក្រូចបាទអញ្ចឹងរកាលេខសំណាងគឺលេខ788ពណ៌សំណាងពណ៌ទឹកក្រូចលោកអ្នកដែលកើតឆ្នាំរកាណាបាទ comment លេខ788 share វីដេអូគ្រូមហាជុំ3ដងដាក់លេខ788លោកអ្នកនាំលៀបនាំសំណាងនៅក្នុងឆ្នាំ2025ខែ3រាសីរបស់លោកអ្នកដែលកើតឆ្នាំរកាគឺយើងមានលេខសំណាងដូចខ្ញុំបានជម្រាបជូនអញ្ចឹងក៏ comment ទៅដើមខែចូលមកដល់ឆ្នាំរកានៅក្នុងខែ3ភ្លាមលោកអ្នកខ្វះអ្នកយល់ចិត្តបានន័យថាយើងខំប្រឹងធ្វើការយើងខំប្រឹងរកស៊ីយើងខំប្រឹងធ្វើអ្វីគ្រប់យ៉ាងទាំងអស់ប៉ុន្តែអត់មានអ្នកណាមួយគេមើលឃើញអំពីការលះបង់របស់យើងទេយើងខំប្រឹងធ្វើការយើងខំប្រឹងរកស៊ីយើងខំប្រឹងជួញដូរយើងខំប្រឹងគ្រប់យ៉ាងប៉ុន្តែអត់មានអ្នកណាមួយគេយល់ចិត្តយើងសូម្បីតែបន្តិចសោះខំចង់ងាប់គេអត់ប្រសើរគេបង្អាប់យើងទៀតខំចង់ងាប់យើងដូចថាអន់ចិត្តជីវិតចង់រត់ចោលស្រុកឲ្យបាត់ណាចង់ទៅឲ្យផុតឲ្យឆ្ងាយពីផែនដីហេតុអីបានអកុសលម៉េះខំប្រឹងណាស់ខំបំផុតសម្រាប់សម្មួយទៅមកអត់មានអ្នកណាមួយគេមកឲ្យគេថាលើកទឹកចិត្តយើងស្រឡាញ់យើងចឹងអន់ចិត្តច្រើនចឹងឆ្នាំលកាជារឿងធម្មតាហើយចំពោះយើងដែលយើងខំប្រឹងយ៉ាងម៉េចក៏ដោយដែលគេមើលអត់ឃើញយើងនឹងណាបងប្អូនណាបាទចឹងយើងកុំអន់ចិត្តយើងកុំអន់ថ្លើមអីទេទុកឲ្យវាប្រព្រឹត្តទៅតាមកម្មទៅតាមពេលវេលារបស់យើងទៅអញ្ចឹងលកាដើមខែអត់មានអ្នកយល់ចិត្តទេប្របាក់ចិត្តជួបតែអ្នកបន្ទោសជួបតែអ្នករករឿងជួបតែអ្នកធ្វើបាបយើងចឹងយើងកុំខ្វល់ណាលកានេះចឹងយើងអត់ធ្មត់អត់អោនទៅគឺយើងនឹងល្អភិកច្រើនត្រឡប់មកវិញចឹងសូមជូនពរអ្នកកើតឆ្នាំលកាទាំងអស់ឲ្យសុខសប្បាយឲ្យហេងហើយឲ្យបានកាក់កបឲ្យបានរីកចម្រើនត្រឡប់មកវិញបាទលកាចាប់ពីថ្ងៃទីពីថ្ងៃទី9ដល់ថ្ងៃ13ឆ្នាំលកាពីថ្ងៃ9ដល់ថ្ងៃ13បាទលកាពីថ្ងៃ9ដល់ថ្ងៃទី13លោកអ្នកមានលៀបធំចូលណាមានលៀបធំចូលលកាពីថ្ងៃ9ដល់ថ្ងៃ13លោកអ្នកមានលៀបធំចូលណាបងប្អូនណាបាទគឺលៀបធំដែលឆ្នាំរកាបានពីថ្ងៃទី9ដល់ថ្ងៃ13នេះគឺខ្ញុំអត់ដឹងថាជាលៀបអីទេប៉ុន្តែលកានឹងទទួលបានលៀបធំនេះបងប្អូនណាបាទអញ្ចឹងខ្ញុំសូមជូនពរឲ្យលោកអ្នកដែលកើតឆ្នាំរកានេះមានលៀបធំដូចចិត្តដូចបំណងដែលយើងប៉ងប្រាថ្នាចឹងលកាពីថ្ងៃទី9ដល់ថ្ងៃទី13មានលៀបធំចូលហើយសួរលៀបនឹងលៀបអីគេគឺខ្ញុំលោកគ្រូមហាជុំខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាមានលៀបធំចូលចឹងសូមជូនពរឲ្យអ្នកឆ្នាំរកាទាំងអស់នាំលៀបនាំសំហាងដល់លោកអ្នកណាបងប្អូនណាបាទចឹងហេងចឹងកាក់កបទាំងអស់គ្នាលកាអ្នកដែលកើតឆ្នាំរកាបាទអ្នកដែលកើតឆ្នាំរកាពីថ្ងៃទី20ដល់ថ្ងៃទី24បាទលោកអ្នកដែលកើតឆ្នាំលកាពីថ្ងៃ9ដល់ថ្ងៃ13មានលៀបធំចូលលោកអ្នកដែលកើតឆ្នាំលកាពីថ្ងៃទី20ដល់ថ្ងៃទី24បាទអត់សប្បាយចិត្តទៀតអត់សប្បាយចិត្តឆ្នាំលកាណាបងប្អូនណាបាទនេះពីថ្ងៃទី20ដល់ថ្ងៃទី24អត់សប្បាយចិត្តទេរឿងមិនគួរគិតក៏គិតរឿងមិនគួរខ្វល់ក៏ខ្វល់រឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរជួបក៏ជួបអញ្ចឹងអ្នកកើតឆ្នាំរកាបាទគឺអត់សូវសប្បាយចិត្តទេនេះពីថ្ងៃទី20ដល់ថ្ងៃទី24អត់សប្បាយចិត្តរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរបារម្ភក៏បារម្ភចេះតែគិតចេះតែព្រួយចេះតែខ្វល់ចេះតែបារម្ភណាអញ្ចឹងលោកអ្នកដែលកើតឆ្នាំលកាសូមឲ្យលោកអ្នកតាំងចិត្តហើយកុំប្របាក់ចិត្តពេលខ្លះរឿងខ្លះអត់ប្រយោជន៍ប៉ុន្តែចេះតែយកមកគិតរឿងខ្លះអត់មានប្រយោជន៍ទេប៉ុន្តែចេះតែយកមកគិតសួរថាគិតដើម្បីអីគិតដើម្បីអីมันគួរគិតប៉ុន្តែយើងត្រូវតែគិតអញ្ចឹងតើអ្នកឯងសាមលកាបានអ្នកឯងដឹងអញ្ចឹងបាច់គិតទេណាបងប្អូនណាបាទដូចសម្បូរគាត់ថាលោកគ្រូខ្ញុំកើតទុករឿងស្នេហាអត់សប្បាយចិត្តទេយកកមួនស្នេហ៍លោកឪទៅលៀបបាទកមួនស្នេហ៍បកាយណារឿងស្នេហាគឺជួយបានក្បត់ចិត្តក៏ដោយបែកចិត្តក៏ដោយលៀបទៅគឺបានល្អអញ្ចឹងឆ្នាំលកាថ្ងៃ20ដល់ថ្ងៃទី24អត់សប្បាយចិត្តសួរអត់រឿងអីអត់រឿងច្រើនបាទអត់រឿងច្រើនណាអត់រឿងនេះអត់រឿងនោះអីចឹងទៅប៉ុន្តែកុំខ្វល់អ្នកដែលកើតឆ្នាំរកាចុងខែ
លោកអ្នកដែលកើតឆ្នាំលកាចុងខែមានរឿងពីរកើតឡើងមួយរឿងល្អមួយរឿងអាក្រក់អ្នកកើតឆ្នាំលការឿងល្អរឿងអីមានគេហៅថាលៀបចូលមានការងារថ្មីចូលមានរឿងល្អចូលកើតរឿងអាក្រក់ទន្ទឹមនោះគឺនឹងមានដំណឹងអាក្រក់មួយដែលកើតឡើងអាចមានសាច់ញាតិទទួលមរណភាពឬមួយក៏ធ្លាក់ខ្លួនឈឺលកាចុងខែណាមានរឿងពីររឿងល្អមានលៀបមានសំណាងចូលប៉ុន្តែរឿងអាក្រក់គឺមានបញ្ហាកើតឡើងមានបញ្ហាកើតឡើងនឹងបានន័យថាមានសមាជិកស្លាប់ឬមួយក៏ឈឺធ្ងន់អាហ្នឹងដូចខ្ញុំជំរាបទៀតខ្ញុំនិយាយតាំងពីខាងដើមខ្ញុំទួទារឿងអីក៏ដោយបាទខ្ញុំឲ្យចង់ឲ្យល្អចង់ឲ្យដូចតែខ្ញុំទួទាប៉ុន្តែរឿងដែលស្អីហ្នឹងគឺអត់ចង់ឲ្យជួបសោះណាអត់ចង់ឲ្យជួបទេប៉ុន្តែបើជ្រុលទៅកើតហើយអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរឲ្យវាទៅតាមដំណើររបស់វាទៅបាទមានអ្នកណាចង់ជួបទេប៉ុន្តែបើជួបហើយអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរតាមច្បាប់ធម្មជាតិព្រោះថាមនុស្សយើងកើតចាស់ឈឺស្លាប់វាជារឿងធម្មតាបាទវាជារឿងធម្មតាប៉ុន្តែវាមិនឲ្យខ្ញុំមិនចង់ឲ្យដូចការពិតទេអញ្ចឹងសូមឲ្យរឿងដែលខ្ញុំនិយាយហ្នឹងឲ្យវាបវាជាឆ្ងាយទៅកុំឲ្យវាជួបនៅរឿងណាមិនល្អរឿងណាដែលសៅមងចិត្តតទៅទៀតអញ្ចឹងសូមឲ្យលកាណាយកទៅលៀបបានហើយកុំយកណាអាទុកអាសោកអាភ័យអាព្រួយអាលំបាកអាវេទនាអាអីហ្នឹងណាបងប្អូនណាបាទអញ្ចឹងសូមជូនពរឲ្យលកាសុខសប្បាយបងប្អូនគុំក្មួយទាំងអស់គ្នាណាអ្នកដែលកើតឆ្នាំលកាលេខសំណាងមិញនេះលេខ788អញ្ចឹង comment លេខ788 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ788បងប្អូនគុំក្មួយយ័ន្ត8ទិសនេះគឺបកាយស័ក្តិសិទ្ធិជាទីបំផុតនេះយ័ន្ត8ទិសនេះគឺបកាយណាបងប្អូនណាបាទបកាយជួយការពារផ្ទះសម្បែងរបស់យើងហើយជួយកែប្រែផ្ទះរបស់យើងដែលនៅហុងស៊ុយមិនល្អដែលនៅក្នុងទីមិនល្អកន្លែងមិនល្អទឹកដីជ័យភូមិអត់ល្អកាលណាទៅដាក់យ័ន្ត8ទិសនេះពីមុខទ្វាររបស់យើងគឺនឹងល្អកកបរីកចម្រើនត្រឡប់មកវិញគឺថាគេចំណែនឈ្នានេះយើងគេបិទបាំងយើងគេធ្វើបាបយើងឬមួយក៏ផ្ទះយើងនឹងវាមានជាប់នៅអាថ័ន្តមានជាប់នៅរឿងមិនល្អដោយមនុស្សធ្វើដោយស្អីធ្វើក៏ដោយក៏នឹងអាចជួយជំរុញជោគលាភឲ្យយើងបានហេងមកវិញដែរអញ្ចឹងអ្នកដែលត្រូវដាក់ចាំបាច់គ្នាអ្នកដែលដាក់ចាំបាច់បំផុតណាអ្នកដែលមានផ្ទះនៅផ្លូវបុកបាទថាផ្ទះយើងអញ្ចឹងមានផ្លូវបុកពីមុខឬមួយក៏ផ្ទះយើងនៅទល់មុខមន្ទីរពេទ្យផ្ទះយើងនៅទល់មុខមច្ឆាផ្ទះយើងនៅខាងកើតវត្តផ្ទះយើងនៅជាប់នៅកន្លែងគេកប់សពភ្នូសពឬមួយមានបកគោលភ្លើងពីមុខឬមួយក៏ផ្ទះយើងអត់មានអីទាំងអស់ប៉ុន្តែស្រាប់តែវាមានធម៌ពលមិនល្អកើតឡើងរស់នៅចេះតែមិនចុះសម្រងរស់នៅចេះតែឈឺរស់នៅចេះតែគ្រុនរស់នៅចេះតែមានចំនួនអញ្ចឹងបងប្អូនដាក់យ័ន្តនេះពីមាត់ទ្វារធំផ្ទះរបស់យើងដាក់ហើយគឺកកបគឺរីកចម្រើនគឺជោគជ័យអញ្ចឹងយ័ន្ត8ទិសនេះគឺបកាយស័ក្តិសិទ្ធិណាដាក់នេះដេញ8ទិសចូលមកអត់មានអ្នកណាហ៊ានចូលមកបានទេហើយចំណែកឯខាងក្រោយនេះគឺជាយ័ន្តសម្រាប់ការពារនាំលៀបនាំសំណាងជូនដល់លោកអ្នកអញ្ចឹងលោកអ្នកចង់បានយ័ន្តស័ក្តិសិទ្ធិលោកអ្នកអាចឆាតចូលពេកជាបានយ័ន្ត8ទិសបកាយស័ក្តិសិទ្ធិជួយឲ្យលោកអ្នកហេងបានកកបបានជោគជ័យបានចំណែកខ្សែដៃនេះគឺជាខ្សែដៃហុងស៊ុយ5ធាតុដែលបងប្អូនយកទៅពាក់ឲ្យនាំលៀបនាំសំណាងពាក់ឲ្យកកបរីកចម្រើនអញ្ចឹងបងប្អូនណាដែលមិនតន់បានជាវនៅខ្សែដៃហុងស៊ុយ5ធាតុពីលោកគ្រូមហាជុំយកទៅពាក់ទេបងប្អូនអាចជាវយកទៅពាក់បានខ្សែដៃហុងស៊ុយ5ធាតុនេះគឺគេហៅថាខ្សែដៃស្រូបលុយពាក់ទៅស្រូបលុយពាក់ទៅដោះបំណុលហេតុអីគ្រាន់តែពាក់ខ្សែដៃស្រូបលុយហេតុអីគ្រាន់តែពាក់ខ្សែដៃដោះបំណុលរាសីធ្លាក់រាសីអត់ល្អធ្វើអីក៏អត់បានដែរប៉ុន្តែបើពាក់ទៅជួយឲ្យរាសីយើងឡើងយើងលក់ដូរក៏ដាច់កាលណាលក់ដូរដាច់យើងរកស៊ីបានលុយចូលហើយកាលណាលុយចូលសងណុលគេបានហើយដោះបំណុលគេបានហើយអញ្ចឹងជោគជ័យអញ្ចឹងខ្សែដៃនេះដូចខ្ញុំជម្រាបជូនលោកអ្នកអញ្ចឹងគឺថាมันមានច្រើនទេគឺមានតិចបើសិនជាចង់បានអាចជាវបានឲ្យហើយអត់សបោទេមានតិចណាបើចង់បានអាចជាវបានខ្សែដៃដោះបំណុលបកាយស័ក្តិសិទ្ធិហើយរីកចម្រើនចង់បានអាចឆាតចូលពេកជាវបានណាបងប្អូនណាបាទអញ្ចឹងខ្ញុំសូមជូនពរឲ្យបងប្អូនកកបហើយរីកចម្រើនទាំងអស់គ្នាចង់បានឆាតចូលពេកចង់បានតាក់ទងតាមលេខទូរស័ព្ទ099 40 8637 070 29 29 38បាទអរគុណលោកអ្នកប៉ុណ្ណឹងខ្ញុំសូមទូទាជូនដល់លោកអ្នកដែលកើតនៅឆ្នាំចឆ្នាំចលេខសំណាង591ចំណែកពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចគឺពណ៌ពណ៌អីទៅពណ៌ប្រោនពណ៌ដីណាពណ៌ថ្នោតបាទយូរចង់បែកបាទអ្នកកើតឆ្នាំចលេខសំណាងគឺលេខ591បាទពណ៌សំណាងគឺពណ៌ថ្នោត
បាទអ្នកកើតឆ្នាំចណាពណ៌សំណាងពណ៌ថ្នោតលេខសំណាងលេខ591ចូលមកដល់ខែ3ភ្លាមអ្នកកើតឆ្នាំចរៀងមានចំនួនឆ្លោះទាស់តែងគ្នាជាមួយនឹងគូស្នេហ៍ប្តីប្រពន្ធអ្នកមានគូស្នេហ៍ឆ្លោះមួយគូស្នេហ៍អ្នកមានប្តីប្រពន្ធឆ្លោះជាមួយប្តីប្រពន្ធអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំចលេខសំណាង591ពណ៌សំណាងពណ៌ថ្នោតអញ្ចឹងយើងពាក់អាវពណ៌ថ្នោតណាហើយលោកអ្នកដែលកើតនៅឆ្នាំចខមមិននៅលេខសំណាងនឹងទៅឬមួយយើងមានបងប្អូនដែលកើតនៅឆ្នាំចយើងអាចខមមិនចំនួនគាត់បានអញ្ចឹងអ្នកកើតឆ្នាំចបងប្អូនលេខសំណាង591ពណ៌សំណាងពណ៌ថ្នោតដើមខែលោកអ្នកដែលកើតឆ្នាំចអ្នកខ្លះមិនទាន់ឆ្លោះទេអ្នកខ្លះឆ្លោះគ្នារួចទៅហើយអញ្ចឹងសូមឲ្យលោកអ្នកដែលកើតនៅឆ្នាំចបាទសូមឲ្យមានការប្រុងប្រយ័ត្នបន្តិចអត់ធ្មត់ឲ្យបានច្រើនណាបាទពាក្យសម្ដីកាយវិការអីក៏ដោយបើយើងជាប្តីគេយើងអត់ធ្មត់ចំពោះប្រពន្ធទៅហើយបើយើងជាប្រពន្ធគេយើងអត់ធ្មត់ជាមួយប្តីទៅយើងកុំឆ្លោះគ្នាព្រោះវាអត់មានសាច់ការអីត្រឡប់មកវិញទេអញ្ចឹងលោកអ្នកដែលកើតឆ្នាំចដើមខែត្រូវតែអត់ធ្មត់បើមិនអត់ធ្មត់ទេអាហ្នឹងគឺឆ្លោះគ្នាហើយប៉ុន្តែអ្នកខ្លះឆ្លោះរួចបាត់ហើយបាទបើឆ្លោះហើយក៏ឆ្លោះទៅបើមិនទាន់ឆ្លោះទេយើងអត់ធ្មត់ទៅយើងកុំឆ្លោះគ្នាតទៀតណាបងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំចដើមខែមានរឿងឆ្លោះគ្នាប៉ុន្តែយើងក៏អត់ធ្មត់ទៅអត់មានអីទេណាបងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំចទាំងអស់សូមជូនពរឲ្យបានសុខសប្បាយជូនពរឲ្យបានហេងជូនពរឲ្យបានកាក់កបរីកចម្រើនដោយអ្វីដែលជាសេចក្តីប៉ងប្រាថ្នារបស់អស់លោកអ្នកដែលកើតនៅឆ្នាំចដដែលចន្លោះពីថ្ងៃ18ដល់ថ្ងៃពីថ្ងៃ8ដល់ថ្ងៃ12បាទលោកអ្នកដែលកើតឆ្នាំចពីថ្ងៃ8ដល់ថ្ងៃ12បាទពីថ្ងៃ8ដល់ថ្ងៃ12លោកអ្នកដែលកើតឆ្នាំចនឹងគេហៅថានឹងអីទៅនឹងទិញរបស់ថ្មីបានណាបងប្អូនណាបាទទិញរបស់ថ្មីបានអ្នកកើតឆ្នាំចពីថ្ងៃ8ដល់ថ្ងៃ12លោកអ្នកទិញរបស់ថ្មីបានបងប្អូនសួរថាតើទិញរបស់ថ្មីបានទិញអីខ្ញុំអត់ដឹងថាទិញអីទេប៉ុន្តែគ្រាន់តែខ្ញុំដឹងថាលោកអ្នកដែលកើតឆ្នាំចពីថ្ងៃ8ដល់ថ្ងៃទី12លោកអ្នកទិញរបស់ថ្មីបានរបស់ថ្មីនោះหมายថារបស់ដែលយើងអត់ដែលមានអញ្ចឹងយើងទិញបានអញ្ចឹងយើងមិនដឹងថាទិញអីទេណាទូរស័ព្ទក៏ថ្មីឡានក៏ថ្មីខោអាវក៏ថ្មីអញ្ចឹងជូនពរឲ្យទិញអាណាធំទៅឲ្យបានដូចចិត្តទៅឲ្យបានដូចក្តីបំណងដែលយើងប៉ងប្រាថ្នាទៅសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចអញ្ចឹងសរុបមកវិញអ្នកកើតឆ្នាំចពីថ្ងៃ19ដល់ថ្ងៃ23គឺយើងទិញរបស់ថ្មីបានអញ្ចឹងហេងកាក់កបរីកចម្រើនទាំងអស់គ្នាណាបាទលោកអ្នកដែលកើតនៅឆ្នាំចពីថ្ងៃ8ដល់ថ្ងៃ12យើងទិញរបស់ថ្មីបានពីថ្ងៃ19ដល់ថ្ងៃ23អ្នកកើតឆ្នាំចកុំដើរឆ្ងាយណាបងប្អូនណាបាទជាពិសេសការធ្វើដំណើរមិនថាចិត្តមិនថាឆ្ងាយសូមមានការប្រុងប្រយ័ត្នលោកអ្នកដែលកើតនៅឆ្នាំចពីថ្ងៃ19ដល់ថ្ងៃ23គឺលោកអ្នកកុំដើរឆ្ងាយណាបងប្អូនណាបាទដើរឆ្ងាយអត់បានទេអាចមានបញ្ហាអាចមានគ្រោះថ្នាក់កើតឡើងប៉ុន្តែបើសិនដើរចិត្តអានឹងក៏ត្រូវប្រុងប្រយ័ត្នចឹងបើអាចចុងខែសងំនៅក្នុងផ្ទះប៉ុន្តែបើចេញអានឹងក៏អញ្ជើញទៅចុះប៉ុន្តែត្រូវតែអត់ធ្មត់ឲ្យបានច្រើនបន្តិចបាទអញ្ចឹងអ្នកកើតឆ្នាំចកុំដើរឆ្ងាយណាកូនចៅណាបាទហេងកាក់កបរីកចម្រើនត្រឡប់មកវិញអញ្ចឹងសូមជូនពរឲ្យឆ្នាំចហេងឆ្នាំចកាក់កបឆ្នាំចរីកចម្រើនទាំងអស់គ្នាចាប់ពីថ្ងៃនេះពេលនេះនាទីនេះតរៀងទៅបាទអញ្ចឹងពីថ្ងៃ19ដល់ថ្ងៃ23ប្រយ័ត្នប្រយែងឆ្នាំចចុងខែមានលៀបធំចូលបាទឆ្នាំចចុងខែមានលៀបធំចូលណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំចចុងខែមានលៀបធំចូលហើយសួរថាលៀបនឹងលៀបអីគេខ្ញុំអត់ដឹងទេប៉ុន្តែគ្រាន់តែគេប្រាប់ថាឆ្នាំចចុងខែមានលៀបធំចូលអញ្ចឹងបងប្អូនកូនក្មួយដែលកើតនៅឆ្នាំចចុងខែនេះចូលមកដល់យើងនឹងមានលៀបធំចូលអញ្ចឹងលៀបធំនឹងលៀបអីខ្ញុំអត់ដឹងដែរប៉ុន្តែគ្រាន់តែប្រាប់ថាឆ្នាំចចុងខែនឹងមានលៀបធំចូលមកចឹងលៀបយ៉ាងម៉េចអានឹងយើងក៏អត់ដឹងដែរហេងយើងកាក់កបទាំងអស់គ្នាណាចឹងអបអរសាទរដល់អ្នកកើតឆ្នាំចចឹងអ្នកកើតឆ្នាំចទាំងអស់កុំភ្លេចលេខសំណាងដែលខ្ញុំបានដាក់ជូន591ពណ៌សំណាងគឺពណ៌ត្នោតណាយើងពាក់អាវពណ៌ត្នោតទៅយើងហេងយើងកាក់កបយើងរីកចម្រើនត្រឡប់មកវិញចឹងអរគុណហើយជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំចទាំងអស់ហេងកាក់កបលោកអ្នកដែលកើតឆ្នាំចក្តីលោកអ្នកដែលកើតឆ្នាំសេក្តីណាប្រសិនបើលោកអ្នកចង់ឲ្យស្នេហាយើងល្អល្អឿនចង់ឲ្យគេយល់ចិត្តចង់ឲ្យកាក់កបចង់ឲ្យរីកចម្រើនចង់ឲ្យធ្វើឲ្យបានដូចបំណងប៉ងប្រាថ្នាលោកអ្នកអាចជាវកមួនស្នេហ៍ស័ក្តិសិទ្ធយកទៅលាបបានកមួនស្នេហ៍ស័ក្តិសិទ្ធនេះបកកាយស័ក្តិសិទ្ធណាស់បងប្អូនណាបាទគឺជួយជំរុញឲ្យយើងនឹងមានមុនស្នេហ៍
ជួយជំរុញឲ្យយើងនឹងមានគេអាណិតមានគេស្រឡាញ់ជួយឲ្យយើងនឹងកាក់កបជួយឲ្យយើងរីកចម្រើនជួយឲ្យយើងធ្វើអ្វីក៏បានល្អប្រសើរអញ្ចឹងបងប្អូនកូនក្មួយលោកអ្នកដែលកំពុងតាមដានទស្សនានៅការ live ផ្ទាល់របស់លោកគ្រូមហាជុំណាសូមលោកអ្នកកុំភ្លេចជាវកមូនស្នេហ៍លោកគ្រូយកទៅលាបប្តីយើងអត់ស្រឡាញ់យើងទេកន្លែងធ្វើការគេចំណាយនឹងទីឈ្នានេះលក់ដូរក៏មិនសូវដាច់ធ្វើអីក៏មិនសូវបានកាក់កបជាវក្រមូនស្នេហ៍លោកគ្រូមហាជុំយកទៅលាបក្រោយទៅពីលាបហើយមានមុនស្នេហ៍ប្តីមានស្រីក៏ត្រឡប់មកវិញការងារដែលមិនល្អក៏ប្រែជាល្អមកវិញអញ្ចឹងជាវកមូនស្នេហ៍យកទៅលាបណាបកាយស័ក្តិសិទ្ធណាលាបប្រវេមាត់លើប្រវេមាត់ក្រោមចានស្ដាំចានឆ្វេងមានមុនស្នេហ៍គេអាណិតគេស្រឡាញ់ហើយកមូនស្នេហ៍នេះផ្សំចេញពីប្រទាលស្នេហ៍108មុខហើយដាក់នឹងស្លឹកមាសនៅក្នុងនឹងនេះខ្ញុំដាក់ស្លឹកមាសចូលទៀតណាអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលនិយមឧទាហរណ៍ថាគាត់និយមគាត់ចូលចិត្តគាត់ចង់ទៅបិទស្លឹកមាសបិទអីជាប្រចាំអីអញ្ចឹងណាអញ្ចឹងមិនបាច់បិទទៀតទេមានកមូនហ្នឹងយើងអាចលាបបានដាស់លាបឲ្យកាក់កបរីចម្រើនណាបាទបកាយស័ក្តិសិទ្ធលក់ដូរអីក៏បកាយដែរកមូនហ្នឹងបាទអញ្ចឹងបងប្អូនណាចង់ជាវលោកអ្នកក៏ជាវទៅកមូនហ្នឹងអត់មានច្រើនទេណាបងប្អូនណាបាទយើងមានតិចតួចណាយើងមានតិចតួចទេអត់មានច្រើនទេអញ្ចឹងបើសិនជាបងប្អូនចង់បានបងប្អូនឆាតចូលពេកអាចជាវបានណាព្រោះលោកគ្រូប្រសិទ្ធិមានតែ20ខ្លងអីទេបងប្អូនណាបាទអញ្ចឹងលោកអ្នកជាវទៅបាទអញ្ចឹងសូមជូនពរឲ្យសុខសប្បាយជូនពរឲ្យកាក់កបសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចមិញលេខសំណាង591ពណ៌សំណាងគឺពណ៌ត្នោតបងប្អូនណាបាទសូមជូនពរឲ្យហេងឲ្យកាក់កបឲ្យរីកចម្រើនទាំងអស់គ្នាខ្ញុំសូមបញ្ចុកជោគមាត់ខ្ញុំសូមទោសណាខ្ញុំសូមទួទាជាបន្តទៀតរាសីឆ្នាំកុលម្ដងបាទរាសីឆ្នាំកុលសម្រាប់ខែមិនិនាបាទឆ្នាំចខែមិនិនាលេខសំណាងលេខ246ពណ៌សំណាងពណ៌ស្បង់លោកបាទបងប្អូនពណ៌ស្គាល់ពណ៌ស្បង់លោកទេពណ៌ស្បង់លោកហ្នឹងមិនថាពណ៌ស្បង់លោកហ្នឹងណាពណ៌ស្បង់លោកហ្នឹងអញ្ចឹងឆ្នាំកុលលេខសំណាងគឺលេខ246ពណ៌សំណាងគឺពណ៌ស្បង់លោកអ្នកដែលកើតនៅឆ្នាំកុល comment លេខ246 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ246ពណ៌សំណាងគឺពណ៌ស្បង់លោកណាលោកអ្នកដែលកើតឆ្នាំកុលដើមខែសុខភាពអត់ល្អទេឈឺចឹងឈឺហើយនៅអ្នកកើតឆ្នាំកុលបាទបើអ្នកឈឺហើយជូនពរឆាប់ជាហើយបើអ្នកដែលមិនទាន់ឈឺទេគឺសុំឲ្យជាទៅបាទកុំឲ្យឈឺទៀតបាទកុំឲ្យកើតកុំឲ្យឈឺអីទៅចឹងអ្នកកើតឆ្នាំកុលលេខសំណាងគឺលេខ246ពណ៌សំណាងគឺពណ៌ស្បង់លោកដើមខែលោកអ្នកកើតឆ្នាំកុលរៀងឈឺបន្តិចបាទអញ្ចឹងថែរក្សាសុខភាពឲ្យបានល្អបើមិនថែរក្សាសុខភាពឲ្យបានល្អទេអានឹងគឺឈឺហើយអញ្ចឹងបើឈឺហើយឲ្យឆាប់ជាទៅណាបាទអញ្ចឹងអ្នកកើតឆ្នាំកុលហេតុអីបានឈឺច្រើនហេតុអីបានរៀងព្រួយច្រើនដោយសារយើងឆុងកុលនៅក្នុងឆ្នាំ2025នេះឆុង 100% អញ្ចឹងឧបសគ្គតែងតែមានប៉ុន្តែបើយើងឆ្លាតយើងនឹងកែប្រែឧបសគ្គឲ្យคล้ายទៅជារឿងដែលហេងមកវិញអញ្ចឹងឆ្នាំកុលយើងហេងឆ្នាំកុលយើងល្អដរាបណាយើងត្រូវយកឆុងចេញព្រោះយើងឆុងអញ្ចឹងឆ្នាំកុលកាត់ឆុងចេញហើយអ្នកឯងនឹងល្អមកវិញហើយព្រោះថាបើយើងដឹងក្បួនរបៀបពីការកាត់ឆុងគឺយើងនឹងហេងត្រឡប់មកវិញអញ្ចឹងអ្នកកាត់ឆ្នាំកុលអូយកុំចេះតែដេកភ័យព្រួយប៉ុន្តែយើងកាត់ឆុងចេញទៅយើងហេងមកវិញអញ្ចឹងអ្នកមិនទាន់កាត់ឆុងចេញទេអាចកាត់ឆុងចេញហើយមិនមែនតែឆ្នាំកុលទេដែលត្រូវកាត់ឆុងចេញឆ្នាំកុលឆ្នាំម្សាញ់ឆ្នាំរោងឆ្នាំវោកឆ្នាំខាលកុលម្សាញ់វោករោងខាលឆ្នាំទាំងអស់ហ្នឹងណាគឺត្រូវកាត់ឆុងចេញក្រោយទៅពីកាត់ឆុងចេញហើយអ្នកឯងប្រែពីអាក្រក់មកល្អផ្ទុះលៀបផ្ទុះសំណាងចង់ផ្ទុះទេចង់ហេងទេបើចង់ត្រូវកាត់ឆុងចេញក្រោយទៅពីកាត់ឆុងចេញហើយ everything អូខេណាអញ្ចឹងអ្នកដែលកាត់ឆ្នាំឆុងទាំងអស់ត្រូវប្រញាប់កាត់ឆុងចេញកាត់ឆុងហើយល្អហើយលេងអីណាបងប្អូនណាបាទអញ្ចឹងសូមជូនពរឲ្យអ្នកដែលកើតនៅឆ្នាំកុលទាំងអស់ហេងហើយអ្នកដែលមិនទាន់កាត់ឆុងចេញទេត្រូវកាត់ឆុងចេញឲ្យហើយកុំទុកបាទអញ្ចឹងកាត់ឆុងចេញទៅអញ្ចឹងអ្នកកើតឆ្នាំចអ្នកកើតឆ្នាំកុលត្រូវប្រញាប់កាត់ឆុងចេញទៅណាបាទកាត់ឆុងយើងមានរបៀបនៅក្នុងការកាត់ឆុងចង់ដឹងអាហ្នឹងឆាតចូលពេកស៊ូលោកគ្រូខ្ញុំបានកាត់ឆុងហើយខ្ញុំទៅកាត់នៅនេះកាត់នៅនោះហេតុអីបាននៅតែឆុងដដែលបើនៅតែឆុងដដែលគឺអត់ត្រូវអញ្ចឹងមកកាត់ឲ្យត្រូវទៅលោកគ្រូដឹងបាទអញ្ចឹងអរគុណណាឆ្នាំកុលឆ្នាំកុលពីថ្ងៃ9ដល់ថ្ងៃ13អត់សប្បាយចិត្តសោះបាទពិបាកចិត្តដឹងគិតរឿងអីទេឆ្នាំកុលពីថ្ងៃ9ដល់ថ្ងៃ13ឆ្នាំកុលពិបាកចិត្តពិបាករឿងអីអត់ដឹងបាទអត់ដឹងប៉ុន្តែពិបាកប៉ុន្តែស្រួលពិបាករឿងអីរកមូលហេតុអត់ឃើញរឿងមិនគួរគិតក៏គិតរឿងមិនគួរកើតឡើងក៏កើតឡើងរឿងមិនគួរជួបក៏ជួប
ប៉ុន្តែអ្នកដែលកើតឆ្នាំកុលបើយើងអត់ធ្មត់បានណាទុកចិត្តបានណាយើងកុំគិតបាទអត់អីប៉ុន្តែបើយើងគិតអានឹងបញ្ហាកើតឡើងបាទអញ្ចឹងឈប់គិតឆ្នាំកុលអញ្ចឹងរឿងដែលយើងពិបាកចិត្តចន្លោះពីថ្ងៃ9ដល់ថ្ងៃ13បំភ្លេចចោលទៅមុខចាំគិតទៀតដើរមកជំហានគិតមកជំហានទោះបីពិបាកចិត្តក៏វាគ្មានបានប្រយោជន៍អីមកវិញដែរបន្ទាប់មកទៀតអ្នកកើតឆ្នាំកុលពីថ្ងៃទី20ដល់ថ្ងៃ24មានអ្នកទី3ចូលមកជ្រៀតជ្រែកមានអ្នកទី3ចូលមកជ្រៀតជ្រែកអ្នកកើតឆ្នាំកុលប្រយ័ត្នបន្តិចណាអ្នកមានស្នេហាឬមួយក៏ខ្លួនឯងមានស្នេហាហើយនឹងអាចមានអ្នកទី3ចូលមកជ្រៀតជ្រែកទៀតអញ្ចឹងទុកចិត្តទុកអារម្មណ៍ណាបើគេមកញ៉ែយើងកុំទៅរវល់អត់ប្រយោជន៍បើយើងមានគូហើយអាហ្នឹងបើយើងមិនទាន់មានគូទេអាហ្នឹងក៏តាមហ្នឹងទៅបើយើងមានគូហើយអាហ្នឹងយើងកុំគិតបើមិនទាន់មានគូទេអាហ្នឹងមកប៉ុន្តែគេអត់និយាយអ្នកអត់ទាន់មានគូទេគេនិយាយអ្នកមានគូហ្នឹងព្រោះអ្នកទី3មកជ្រៀតជ្រែកអ្នកទី3មកជ្រៀតជ្រែកហ្នឹងបានថាមានគេមកដណ្ដើមរបស់យើងឬមួយក៏យើងតាក់ទងអ្នកផ្សេងចោលអ្នកចាស់អញ្ចឹងទុកចិត្តឲ្យបានអត់ឲ្យមានការផាត់ក្បត់កើតឡើងទេណាឆ្នាំឆ្នាំកុលអត់បានទេអញ្ចឹងពីថ្ងៃទី20ដល់ថ្ងៃ24ឆ្នាំកុលមានគេជ្រៀតជ្រែករឿងស្នេហាអញ្ចឹងជិះឲ្យរួចណាបាទឆ្នាំកុលចុងខែឆ្នាំកុលចុងខែបាទថាចុងខែ3មានលៀបមានសំណាងរកស៊ីមានបានកកបរីកចំរើនអញ្ចឹងឆ្នាំកុលចុងខែមានលៀបមានសំណាងហើយរកស៊ីកកបរីកចម្រើនត្រឡប់មកវិញអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំកុលចុងខែមានលៀបមានសំណាងកកបរីកចម្រើនត្រឡប់មកវិញអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំកុលហ្នឹងចុងខែឲ្យមានលៀបឲ្យមានសំណាងហូរចូលប៉ុន្តែសូមជម្រាបថាពិបាកចិត្តហើយអាចមានអ្នកទី3មកជ្រៀតជ្រែកនៅក្នុងរឿងស្នេហារបស់យើងអញ្ចឹងយើងទប់ចិត្តឲ្យបានទប់ចិត្តឲ្យជាប់កុំឲ្យវាមានរឿងស្នេហាអញ្ញៃកើតឡើងឆ្នាំកុលណាហើយចុងខែកុលមានលៀបចូលណាចុងខែកុលមានលៀបចូលលៀបនឹងមិនដឹងថាលៀបអីទេប៉ុន្តែគ្រាន់តែថាលៀបចូលបាទអញ្ចឹងឆ្នាំកុលលេខសំណាងគឺលេខ246ពណ៌សំណាងពណ៌ស្បង់លោកហើយលោកអ្នកនឹងហេងលោកអ្នកនឹងកាក់កបលោកអ្នកនឹងរីកចម្រើនត្រឡប់មកវិញសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុល